ប៉ាកូនចង់ញ៉ាំការ៉េមចាំប៉ាលក់របស់ទាំងនេះសិនទើបមានលុយទិញកាដូថ្ងៃបុណ្យម្ដាយឲ្យឃើញទេកូនស្រីចង់ញ៉ាំការ៉េមថោកសោះអាចៅស៊ូគ្មានលុយទិញឲ្យផងម៉ាក់មិនក៏ម៉ាក់និយាយចំពោះមុខគេអញ្ចឹងអ្នកណាជាអ្នកដតីបើគុំតែជីដាងប់តៃហោងឯងនឹងបង្ខំឲ្យឯងរៀបការជាមួយអាខ្វាក់ក្រីក្រនេះម្លេះសំពេលនេះឯងខ្លាចជាកូនប្រសាស្រីត្រកូលយានបាត់ទៅហើយអ៊ំស្រីអ៊ំនិយាយត្រូវណាស់បើបានរៀបការជាមួយកូនស្រីត្រកូលលីនោះទើបជាសំណាងរបស់ខ្ញុំម៉ាក់កូនចង់ញ៉ាំការ៉េមក្មួយស្រីចាំពូខ្លាយជាប៉ាថ្មីរបស់ក្មួយសិនការ៉េមនេះចង់ញ៉ាំប៉ុន្មានដងក៏បានដែរនិយាយស្រួលមិនស្ដាប់ចង់ស្ដាប់ធေါ်ក្ដៅមិនបានទេទីនេះគ្មានកន្លែងឲ្យឯងនិយាយទេទៅជាមួយម៉ាក់ម៉ាក់ជួយកូនផងកូនមិនបាច់ខ្វល់ទេនេះលិខិតលែងលេះនេះលិខិតផ្ដាច់ទំនាក់ទំនងឪពុកកូនឯងរើសយកមួយទៅទេខ្ញុំមិនយកទេអត់ទេក្មេងនេះកុំធ្វើបាបម៉ាក់ខ្ញុំកុំទៅកុំវីកូនខ្ញុំកុំវីកូនខ្ញុំអាចឆ្កែកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិតទេដឹងជីវិតថោកទាបមួយងប់ក៏ងប់ទៅលោកគ្រូពេទ្យអ្នកជំងឺកំពុងជួបគ្រោះថ្នាក់បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមចុះអីគេទាំងចិត្តងាប់ទៅហើយនៅចង់អស់លុយទៀតមនុស្សចិត្តងាប់ទៅហើយមិនអាចចេញសម្បត្តិមរណភាពតែម្ដងទៅធ្វើស្អីនឹងណែមនុស្សនៅរស់សោះឯងចេញសម្បត្តិមរណភាពបើមានសម្បត្តិមរណភាពនេះចំណងអាពាហ៍ពិពាហ៍វានឹងត្រូវរលាយសៀវវាងបានហើយលោកម្ចាស់បានហើយលោកម្ចាស់វ័យក្មេងបានហើយលោកម្ចាស់ទូក្បាលត្រូវរងការវាយប្រហារប៉ុន្តែវាបានជួយបំបត្តិឈាមកកដែលសង្កត់សរសៃប្រសាទភ្នែកជាច្រើនឆ្នាំមកនេះភ្នែករបស់លោកម្ចាស់អាចមើលឃើញវិញហើយភ្នែករបស់លោកម្ចាស់អាចសង្គ្រោះបានហើយឈប់រងទុក្ខទៀតហើយខ្ញុំនឹងគោរពតាមបណ្ដាំរបស់លោកស្អីគេទ្រព្យសម្បត្តិរបស់តាចាស់នោះគួរតែមានចំណែករបស់ខ្ញុំដែរតើទុកឲ្យខ្ញុំចាត់ចែងទាំងអស់ទៅនេះជាអ្វីដែលលោកម្ចាស់បានផ្ដាំផ្ញើបន្ទាប់ពីលោកចាក់ចេញពីផ្ទះក្រៅពីប្រាក់ 1000 លានរបស់លោកអាជីវកម្មរបស់គ្រួសារនៅលីងជាងទាំងមូលក៏ជាកម្មសិទ្ធិរបស់លោកដែរលោកម្ចាស់លោកគួរតែត្រឡប់ទៅផ្ទះវិញហើយទីនោះលែងជាផ្ទះរបស់ខ្ញុំទៀតហើយពេលនេះមានតែទីណាដែលមានឈីងនិងយាយជឺទើបជាផ្ទះរបស់ខ្ញុំខ្មោចលងប៉ាបងសំឡាញ់ក្នុងនាមខ្ញុំត្រឡប់មកវិញហើយប្រពន្ធនិងកូនខ្ញុំមិនបាច់ឲ្យឯងមើលថែទេគួរឲ្យស្ដាយពួកយើងស្មានតែឯងស្លាប់មែនទែនសម្បត្តិមរណភាពនេះចេញហើយចំណងអាពាហ៍ពិពាហ៍ក៏រលាយដែរដូច្នេះនាងលែងជាប្រពន្ធឯងទៀតហើយចុះបើមិនទាន់ស្លាប់យ៉ាងម៉េចក្អែកមិនអាចប្រៀបនឹងហង្សបានទេអ្នកណាហ៊ានអនុញ្ញាតឲ្យឯងចូលផ្ទះទៀតលោកយាយបាននិយាយហើយគាត់មិនចាប់អារម្មណ៍រឿងពួកឯងទេថ្ងៃនេះដែលមកគឺដើម្បីពិភាក្សាពីរឿងបែងចែកភាគហ៊ុនរឿងនេះសាមញ្ញណាស់អ្នកណាអាចដណ្ដើមបានកិច្ចសហការពីក្រុមហ៊ុនចៅធាននិងដោះស្រាយបញ្ហាកង្វះទុនរបស់ក្រុមហ៊ុនលីបានអ្នកនោះនឹងក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតលោកយាយលីខ្ញុំទើបតែស្គាល់ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនសិវធាន
អាចជួយអ្នកបាន ឯងមិនមែនជាអ្នកគ្រួសារលីទេ ចង់ក្លាយជាអ្នកគ្រួសារលីវាមិនងាយស្រួលទេ មិនបាច់ទេ រឿងគ្រួសារលីពួកយើងដោះស្រាយខ្លួនឯងឈួតទេដឹង ថ្ងៃស្អែកទៅក្រុមហ៊ុនស៊ីវធាននឹងដឹងហើយ ប្រពន្ធសម្លាញ់តោះទៅ ហាហាហាអាខ្វាក់ដូចឯងអាចធ្វើអីបាន ពេលនេះកូនស្រីរបស់បងស្រី ណែទីងទីង គឺខ្ញុំឲ្យខ្ញុំបង្រៀននាងជួយគ្រាខ្ញុំឡើង សំណាងហើយដែលឯងខ្វាក់ ឯង អា បើគ្មានរឿងបន្ទាន់ទេចាំបន្តិចទៀតខ្ញុំប្រាប់ ណាមានរឿងអីបងស្រី ពួកយើងត្រូវចៅស៊ូបោកប្រាស់ហើយ ចៅស៊ូតាមពិតវាមិនខ្វាក់ទេ ស្អីគេ មិនក៏បងបោកអូន បងមិនបានបោកទេ ឈីងឈីងស្ដាប់បងបកស្រាយសិន មនុស្សគ្រប់គ្នាក្នុងផ្ទះនេះសុទ្ធតែស័ក្តិសម បងលាក់បាំងអូនរហូតមក អ្នកដែលជួយស្រាយបញ្ហាក្រុមហ៊ុនសិវធានគឺជាបងនិងអ្នកផ្សេង ខ្ញុំ លោកឈិន ថ្ងៃស្អែកខ្ញុំទៅក្រុមហ៊ុនពួកគេហើយ អញ្ជើញពិសាតែសូមអរគុណ ណែចាំសិន ហា លោកប្រធានឈិនប្រាប់ថាអ្នកទទួលខុសត្រូវនៅឯណា ឯងនិងប្រធានក្រុមប្រឹក្សាភិបាលរបស់យើងមានទំនាក់ទំនងអីនឹងគ្នា ខ្ញុំ គ្រាន់តែជាជំនួយការម្នាក់ ស្អីគេ ត្រឹមតែអ្នករត់ការសោះមានមុខមកឆុងតែឲ្យខ្ញុំ ជី តាំងពីពេលណាអាខ្វាក់អាចធ្វើជាជំនួយការគេបាន ភ្នែកជាហើយ ឬមួយឯងខ្លែងធ្វើជាខ្វាក់តាំងពីដើមមក ឆុងតែមួយពេងមកផឹកមើល យ៉ាងម៉េចមើលរឿងភាគច្រើនពេក នៅផ្ទះមិនដែលរៀនឆុងតែទេអី លុតជង្គង់ចុះ នេះជាប៉ាន់តែរបស់លោកប្រធានណា អាឡូលោកប្រធានឈិន បាទខ្ញុំចុះទៅទទួលឥឡូវហើយ អូតាមពិតជាមិត្តរួមថ្នាក់ចាស់សោះ អញ្ចឹងឯងគួរតែប្រញាប់ទៅបន្តិច ត្រូវទេអញ្ចឹងខ្ញុំសុំញ៉ាំមុនហើយ នាងគឺយ៉ាវវិនលី យ៉ាងម៉េចមិត្តចាស់ក៏ចំណាំមិនបានដែរ ខ្ញុំមករកលោកប្រធានឈិន លោកប្រធានឈិនកំពុងប្រជុំ អង្គុយផឹកតែសិនទៅ ពួកយើងខានជួបគ្នាយូរហើយ គួរតែរំលឹកអនុស្សាវរីយ៍ខ្លះ សាកសមជាស្រីស្អាតប្រចាំសាលាមែន ប៉ុន្មានឆ្នាំហើយនៅតែស្អាតដដែលអរគុណ ប៉ុន្តែនាងមកជួបលោកប្រធានឈិនដើម្បីពិភាក្សាការងារ រូបសម្រស់ដូចជានាង ប្រហែលជាមិនចូលភ្នែកលោកប្រធានឈិនទេ នាងចង់មានន័យថាម៉េច ខ្ញុំមានន័យថាម៉េច ប្តីនាងមួយថ្ងៃនៅតែផ្ទះមើលកូន ស្រីស្អាតដូចនាងពឹងអីទៅចរចាការងារ នៅឲ្យខ្ញុំនិយាយច្រើនទៀតទេ នាងចង់ជួបលោកប្រធានឈិនមែនទេអញ្ជើញ ម៉េចក៏នាំខ្ញុំមកទីនេះ
ពិភាក្សាគម្រោងនាំគាត់ទៅយ៉ាងម៉េចនៅគិតចង់អង្គុយរងចាំនៅទីនេះទៀតមិនមែនលោកទេខ្ញុំគ្រាន់តែចង់មកមើលប្រពន្ធខ្ញុំសោះលោកនៅទីនេះដែរលោកធ្វើអីឈីងឈីង លោកប្រធានយានគ្រាន់តែឲ្យខ្ញុំយកតែមួយពែងឲ្យនាងប៉ុណ្ណោះផឹកហើយក៏ទៅសម្រាកទៅលោកឲ្យនាងផឹកអីគ្រាន់តែថ្នាំសណ្ដំទេមានតែខ្ញុំចេញមុខទើបដណ្ដើមកិច្ចសហការពីក្រុមហ៊ុនសិវធានបានទើបអាចចូលក្នុងក្រុមហ៊ុនលីបានឯងចេះតែចង់មកខ្លួនឯងមនុស្សស្រីម្នាក់នេះពិតជាពិបាកមែនតាមពិតអ្វីដែលឯងចង់បានគឺក្រុមហ៊ុនលីណែនិយាយអញ្ចឹងលោកប្រធានឈិនមកដល់ពេលណាយើងចាំបន្តិចទៀតសិនវាយខ្ញុំមកឯងកុំភ្លេចថាប្រពន្ធឯងមិនទាន់រួចខ្លួនទេលុយទាំងអស់នោះឯងយកទៅណាចាយអស់ហើយអំបាញ់មិញមិនពូកែវាណាស់ទេសំណាងហើយបើមិនគិតថាលោកថៅកែវ័យក្មេងទេខ្ញុំនឹងមិនស្ដាយក្រោយឡើយខ្ញុំធំរហូតដល់ប៉ុណ្ណេះខ្ញុំចង់ដឹងណាស់ថាអ្នកណាជាអ្នកបញ្ជាឈប់ភ្លាមល្អណាស់ថ្ងៃនេះខ្ញុំនឹងទៅជាមួយលោកឈិនតាមពិតថ្ងៃនេះខ្ញុំមកគឺមកយកគម្រោងរបស់ក្រុមហ៊ុនលីចុះបើខ្ញុំមិនឲ្យនោះហាបើខ្ញុំហ៊ាននិយាយជាមួយលោកនៅទីនេះមានន័យថាខ្ញុំមានទំនុកចិត្តពេញទំហឹងមើលទៅនេះជាអីនេះមិនមែនជារូបថតខ្ញុំនិងលោកពូឈិនទេលោកប្រធានឈិននៃក្រុមហ៊ុនសិវធានជួញដូរខុសច្បាប់ថែមទាំងមានកូនក្រៅខោអើម្នាក់ទៀតលោកគិតថាបើព័ត៌មាននេះបែកធ្លាយវានឹងទៅជាយ៉ាងណារកវិធីដោះស្រាយទៅហាមួយគឺសហការជាមួយខ្ញុំមួយទៀតគឺរលីទាំងអស់គ្នាគំរាមអញ្ចឹងក៏ទំលីទៅកូនប្រុសច្បងត្រកូលចៅក៏គួរតែបង្ហាញមុខឲ្យមហាជនស្គាល់ដែរឯងនិយាយស្អីអូតាមពិតលោកគឺជាអ្នកដែលនៅពីក្រោយកូនប្រុសច្បងត្រកូលចៅសោះខ្ញុំសុំទោសដែលមើលមិនស្គាល់តាំងពីដំបូងពិតជាខ្មាស់ហ៊ានណាស់គឺអ្នកនោះកូនប្រុសច្បងត្រកូលចៅដែលគ្រប់គ្រងទ្រព្យសម្បត្តិពាក់កណ្ដាលនៅលីនជាងមិនខុសទេត្រឡប់ទៅប្រាប់លោកប្រធានយានរបស់ឯងវិញទៅថាក្រុមហ៊ុនសិវធាននិងយានគម្រោងសហការទាំងអស់ត្រូវបញ្ចប់ទាំងអស់លោកប្រធានឈិនកុំអីបើបងស្រីខ្ញុំដឹងរឿងនេះគាត់ច្បាស់ជាវាខ្ញុំងាប់មិនខានចេញពីក្រុមហ៊ុនសិវធានភ្លាមចេញទៅចាំមើលទៅមែននឹងគឺអាយានម៉ូនោះហើយដែលញុះញង់តារាណេណាប្រញាប់ចាំខ្ញុំឈីងត្រូវឡានបុកឈីងទោះជារាងកាយនាងខ្សោយបន្តិចអាចចាក់ថ្នាំសណ្ដំកម្រិតស្រាលប៉ុណ្ណោះប្រហែលជាមិនទាន់មានប្រសិទ្ធភាពភ្លាមទេអ្នកណាជាសាច់ញាតិខ្ញុំជាសាច់ញាតិមើលថែនាងឲ្យល្អបើត្រូវការអីហៅខ្ញុំបានគ្រប់ពេលលោកម្ចាស់មានពាក្យខ្លះមិនដឹងថាគួរនិយាយឬអត់និយាយមកថ្នាំដែលសាច់ញាតិនិយាយនោះពេលនេះក៏ឈឺដែរលើសពីនេះពួកលោកមាននិស្ស័យដូចគ្នាកូនក្រមុំខ្ញុំនៅទីនេះភ្នែករបស់បងយ៉ាងម៉េចហើយអូគឺលោកប្រធានឈិនដែលបានជួយព្យាបាលគាត់ថាមាននិស្ស័យនឹងខ្ញុំក៏ឲ្យខ្ញុំធ្វើជាជំនួយការរបស់គាត់
មិននឹកស្មានថាបងទទួលបានការទុកចិត្តពីគាត់ទេខំធ្វើការទៅពួកយើងទៅផឹកស្រាស្វែងយល់បន្តិចទៅហឹមអ្នកពិតជាលុយមែនស្មោះស្នេហ៍ណាស់លុយទាំងនេះជារបស់ឯងល្អរឿងដែលលោកយានបានចាត់ចែងរៀបចំរួចរាល់ហើយឬនៅរៀបចំរួចរាល់ហើយអាឡូប្រពន្ធសម្លាញ់បងចិត្តដល់ផ្ទះហើយចាស់អូនចាំនៅផ្ទះអាឡូបងគឺលោកទៀតហើយកុំខ្លាចខ្ញុំគ្រាន់តែចង់ឲ្យនាងហាហារាត្រីដ៏សែនខ្លីនេះសប្បាយឲ្យអស់ដៃទៅហាហាហាហឹមចាំបើកវីដេអូផងណាអូនប្រុសសង្ហាណាស់ពួកឯងចង់ធ្វើអីហាហាហាអះថ្នមបន្តិចអះអត់ទេឲ្យឯងដេកយប់ជ្រៅមិនព្រមដេកមើលចុះរាងកាយឯងទៅជាយ៉ាងណាហើយក្មេងសម័យនេះពិតជាមិនចេះថែរក្សាសុខភាពសោះអរគុណបងស្រីទាំងឡាយខ្ញុំថ្ងៃក្រោយនឹងថែរក្សាសុខភាពឲ្យបានល្អលឿនយ៉ាងនេះចប់វីដេអូហើយនៅផឹកស្រាធ្វើអីទៀតទេពួកឯងចង់ធ្វើអីទេណែធ្វើអីនឹងណែអាហ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 ាបងប៉ាវតើពួកយើងមានការយល់ច្រឡំអីទេក្រដាសអក្សរខ្មៅគ្មានការយល់ច្រឡំទេនេះមិនមែនជាកិច្ចសន្យាទូសម្ដែងទេមែនហើយកិច្ចសន្យាទូសម្ដែងមិនមែនឲ្យនាងថតគុណឲ្យបងទេខ្ញុំប្រហែលជាមិនស័ក្តិសមទេស័ក្តិសមស្អីស៊ីញេកិច្ចសន្យាហើយត្រូវតែទទួលស្គាល់នេះជាច្បាប់អូយភ្នែកខ្ញុំមីស្រីចង្រៃនិយាយស្រួលមិនស្ដាប់ចង់ស្ដាប់ធម៌ក្តៅទៅឯងជាអ្នកណាមនុស្សរបស់អញឯងហ៊ានប៉ះផងនាងបានលួចខ្លួនឲ្យខ្ញុំហើយបើពូកែឯងចេញមុខជំនួសនាងទៅទីនេះមាន1 លានទុកជាសំណង1 លានទិញស្រីម្នាក់ខ្ញុំយល់ហើយរាត្រីដ៏មានតម្លៃរាប់ពាន់មាសមែនទេគិតយ៉ាងម៉េចបាទចាំសិនណែយកកាបូបមួយមកកន្លែងនេះជារបស់លោកមែនទេបាទបងប្រុសចង់មកលេងលើកក្រោយខ្ញុំប៉ាវ20លានខ្ញុំបើអាចថ្ងៃស្អែកនាំមិត្តភ័ក្តិមកបាទល្អបានទេបាទមយាវមយាវថោកទាបពួកឯងរួមគំនិតគ្នាខ្ញុំនិយាយផ្ដេសផ្ដាសស្អីប្រញាប់ទៅផ្ទះជាមួយខ្ញុំទៅណែ
ម្យាវំយាវគ្មានហេតុផលសោះសូម្បីតែបងធំខ្ញុំក៏ហ៊ានធ្វើបាបដែរ ពួកឯងពិតជារួមគំនិតគ្នាមែន និយាយស្អីខ្ញុំមិននឹងហ៊ានប្រៀបជាមួយបងធំទៅ ណែឯងចេញទៅបាត់ បិទទ្វារផងបាទ ល្អថ្ងៃនេះខ្ញុំចេញមិនរួចទេមែនទេ ចង់ឬមិនចង់ ធ្វើរឿងដែលលោកចង់ធ្វើឲ្យរួចរាល់ទៅហើយដោះលែងខ្ញុំអា ដេកយប់ជ្រៅប៉ះពាល់សុខភាពមានតែប្រើខ្ញុំ នៅហ៊ានដេកយប់ជ្រៅទៀតទេអា ជួយផងអា លោកឲ្យខ្ញុំមើលនេះធ្វើអី ស្ដាប់បានឬនៅតើខ្ញុំត្រូវនិយាយយ៉ាងម៉េចទើបនាងជឿខ្ញុំ អាមយាវំយាវមយាវំយាវចោះបងវិញបងស្រីឃើញច្បាស់ពីអាមនុស្សទៅឆាននេះហើយមែនទេខ្ញុំ ម៉ាក់មិនមែនទេប្អូនស្រីគឺខ្ញុំចៅស៊ូគឺអាយានម៉ូនោះហើយដែលចាប់ខ្ញុំមកបានហើយយើងចាក់ចេញពីទីនេះសិននេះ20លានដែលបាននិយាយគ្នាបាត់ព្រមព្រៀងនេះ10លានទៀតបដូរឈ្មោះនេះជាចៅធោទៅហៅថាយ៉ានទីងលើបាត់ល្អចាំទុកគុំរំខានខ្ញុំបាទបងធំទុកចិត្តចុះថ្ងៃក្រោយបងឲ្យទៅកើតខ្ញុំមិនហ៊ានទៅលេចទេ ហាហាហាបងស្រីឮដំណឹងអត់ថ្ងៃស្អែកពិធីជប់លៀងគ្រូសាលីលោកពូក៏ទៅដែរហើយលោកយាយនិយាយអត់ពាក្យសឹកឲ្យទេចង់ដកលោកពូលីជប់និយាយទៅខ្ញុំដឹងខ្លួនយូរហើយណែណា យ៉ានពីងលើ យ៉ានពីងលើវិនប៉ាវអាមួយនេះដែលលឿនគួរសមមានរឿងអីគ្មានរឿងអីទេ ម៉ាក់លើកនេះឈីងនិងសៀវស៊ូបានដោះស្រាយបញ្ហារបស់ក្រុមហ៊ុនលីបញ្ហាកង្វះទុនម៉ាក់គិតយ៉ាងម៉េចចំពោះរឿងម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនលី បងស្រីឈីងនៅក្មេងណាស់ក្រុមហ៊ុនធំបែបនេះធ្វើមិនគ្រប់គ្រងបានម៉ាក់តើម៉ាក់មានន័យយ៉ាងម៉េច បងស្រី ក្រុមហ៊ុនឲ្យទៅស៊ូផាយចំណែកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទីងនេះក៏ជាការសាកល្បងសម្រាប់ទីងដែរក្រុមហ៊ុនតូចនោះបើមិនបានអាជីវកម្មគ្រួសារលីគាំទ្រទេគឺខ្សែធនបាត់ទៅហើយម៉ាក់លំអៀងពេកហើយម៉ាក់គិតដើម្បីគ្រួសារលីទាំងអស់ ត្រូវហើយបើឈីងអាចគ្រប់គ្រងក្រុមហ៊ុននោះបានល្អថ្ងៃក្រោយពេលឈីងមកទទួលកាប់ចំនួនគ្រួសារលីមិនមែនគ្រប់គ្រងបានល្អជាងនេះទេបានពួកយើងចង់បានភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននោះហើយថ្ងៃក្រោយគ្រួសារលីមិនត្រូវជ្រៀតជ្រែកការគ្រប់គ្រងរបស់ក្រុមហ៊ុនឡើយរឿងនេះមានកន្លែងឲ្យឯងនិយាយទេ ចុះបើខ្ញុំចង់បាននោះល្អអាចឲ្យទៅពួកឯងបានប៉ុន្តែគ្រួសារឯងមិនត្រូវផ្ដល់ជំនួយអ្វីទាំងអស់អូឈីងសៀវស៊ូស្ថានភាពក្រុមហ៊ុននោះខ្ញុំយល់ច្បាស់បើគ្មានការគ្រប់គ្រងពីគ្រួសារលីពួកយើងពិបាកនឹងបន្តណាស់ អូនទុកចិត្តចុះរឿងក្រុមហ៊ុនទុកចិត្តលើបងចុះ ទុកចិត្តលើបងហឹម យ៉ាងម៉េចអ្នកផ្សេងមនុស្សម្នាពេញមួយថ្ងៃឲ្យប្តីអូនថាជាមនុស្សកាកសំណល់អូនក៏គិតថាប្តីអូនជាមនុស្សកាកសំណល់ដែរ មិនក៏អូនភ្លេចរឿងនេះទៅវិញ រឿងអីទៅ យប់ស្អែកនៅយ៉ានពីងលើមានពិធីជប់លៀងមិត្តរួមថ្នាក់ មិនអីទេដល់ពេលនោះបងទៅទទួលអូន ហឹមអូនមិនដឹងថាចប់ម៉ោងប៉ុន្មានទេបើត្រឡប់មកវិញយប់ជ្រៅអូនមកខ្លួនឯងក៏បាន មិនអីទេយប់ជ្រៅយ៉ាងណាក៏បងទៅទទួលអូនដែរ អ្នកទាំងអស់គ្នាពេញចិត្តនឹងម្ហូបថ្ងៃនេះទេ ពេញចិត្តណាស់ពេញចិត្ត ត្រូវការភេសជ្ជៈអ្វីទៀតទេ យកបែបនេះចុះ
យកពី10ទៀតមកមិនទាន់ទៅណាទេសល់ប៉ុន្មានយកស្រាក្រហមទាំងអស់អ្នកទាំងអស់គ្នាចង់ញ៉ាំអីក៏មកបានតាមសប្បាយកុំគួរសម អ្នកគ្រប់គ្រងនៅក្បែរខ្ញុំបើត្រូវការអ្វីអាចហៅខ្ញុំបានគ្រប់ពេល ជុលមួយមកអង្គុយចុះប៉ុន្មានឆ្នាំហើយដែលពួកយើងមិនបានជួបគ្នាសុខទុក្ខយ៉ាងណាដែរពួកយើងគ្រាន់តែរកមួយរស់ទេមិននឹងអាចប្រៀបជាមួយលោកម្ចាស់យានបានទៅអូ ប៉ុន្តែថ្ងៃនេះខ្ញុំប៉ាវអ្នកទាំងអស់គ្នាញ៉ាំអាហារនៅទីនេះប្រហែលជាអស់លុយមិនតិចទេមែនទេ ពួកយើងសុទ្ធតែជាមិត្តរួមថ្នាក់ចាស់មិនជួបគ្នាប៉ុន្មានឆ្នាំមកហើយថ្ងៃនេះញ៉ាំឲ្យឆ្ងាញ់ផឹកឲ្យសប្បាយខ្ញុំជាអ្នកចេញលុយទាំងអស់ មកពួកយើងចូលមួយកែវជូនលោកយាន ពួកយើងអាចមកញ៉ាំនៅទីនេះបាននោះក៏ដោយសារតែបានឈីងជួយអន្តរាគមន៍ដែរគួរតែឲ្យឈីងចូលមួយកែវជូនលោកយានតែឯង ចូលមួយអរគុណអ្នកទាំងអស់គ្នាអរគុណ តើនេះជាពិធីជប់លៀងមិត្តរួមថ្នាក់ធម្មតាណានេះច្បាស់ណាស់ថាអាយានម៉ូនេះនៅតែមិនចោលគំនិតអាក្រក់ ការចំណាយទាំងនេះល្មមឲ្យអាមួយនោះវេទនាហើយមែនទេជាង1លានស្រាក្រហមនោះមួយ10ចិត្ត100000ហើយពីកេសសរុប12ដប់ពុករួមទាំងចំណាយផ្សេងសរុបជាង1លានតម្លៃខ្ញុំនេះគឺធូរថ្លៃណាស់ទៅហើយ បើវាចង់សម្ញែងខ្ញុំចង់ដឹងណាស់ថាវានឹងបញ្ចប់រឿងនេះដោយរបៀបណាតាមពិតខ្ញុំតែងតែមានចិត្តចំពោះខ្ញុំមិនបានផឹកទេបើមិនមែនដោយសារខ្ញុំចេញទៅរៀននៅបរទេសកាលពីឆ្នាំនោះពេលនេះនាងច្បាស់ជារៀបការជាមួយខ្ញុំហើយ មិត្តភក្តិទាំងអស់គ្នា ខ្ញុំមានធរៈសុំទៅមុនហើយញ៉ាំបន្តចុះណែឈីងខ្ញុំពិតជាស្រឡាញ់នាងស្មោះមែន យានមកខ្ញុំជាមនុស្សមានគ្រួសារហើយសូមលោកគោរពខ្លួនឯងផង មិត្តរួមថ្នាក់ទាំងអស់អ្នកណាមិនដឹងថានាងរៀបការជាមួយហេតុអីនាងសុខចិត្តរស់នៅជាមួយវាពេញមួយជីវិត ប្តីខ្ញុំយ៉ាងម៉េចវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំលីឈីងមិនទាន់និយាយចប់ទេគេមិនខ្ពើមរអើមនាងដែលជាស្រីមានប្តីផងនាងនៅទីនេះចង់លេងរកដល់ណាទៀតនាងកុំមកនិយាយពាក្យប្រមាថនៅទីនេះកាលពីដើមមិនមែននាងទេដែលចូលចិត្តយានម៉ូ ពាក់ព័ន្ធអីនឹងខ្ញុំ ផ្ដល់មេរៀនឲ្យពួកយើងនៅទីនេះចូលមកណែលោកមិនទាន់គិតលុយទេសរុប1លាន320,000តើទូទាត់ដោយរបៀបណា អូនស្រីបញ្ចុះតម្លៃបន្តិចទៅការចំណាយនេះខ្ពស់ពេកហើយ ខ្ញុំបានផ្ដល់ជូនចានផ្លែឈើនិងគ្រាប់ផ្លែឈើក្រៀមឲ្យពួកលោកហើយនៅចង់ឲ្យខ្ញុំបញ្ចុះតម្លៃទៀតពួកលោកបើគ្មានលុយចាយកុំមកដំកើងរកនៅទីនេះ ទេនាងមានន័យថាម៉េចគិតថាខ្ញុំគ្មានលុយញ៉ាំមែនទេនិយាយឲ្យស្រួលបួលបន្តិចជឿអត់ថាថ្ងៃនេះខ្ញុំធ្វើឲ្យហាងនាងនៅទីក្រុងលៀនជាងបើកលេងកាត់ ថ្ងៃនេះមួយគឺគិតលុយឲ្យខ្ញុំមួយទៀតគឺខ្ញុំប្តឹងប៉ូលីសលោកយ៉ាងម៉េចយានម៉ូលោកបើក្រុមហ៊ុនធំបែបនេះមិនមែនត្រឹមតែលុយ1លានជាងក៏យកមិនចេញទេដឹង នៅនិយាយថាប៉ៅពួកយើងញ៉ាំបាយទៀតពេលនេះគេខាត់មិនឲ្យទៅតើលោកគិតយ៉ាងម៉េចនេះជាឡានដែលខ្ញុំបើកមុន កិនឯងមុនឡាន Bentley អស់ចាណាស់ឬអ្នកណាដឹងថាថ្នាំបែកឃ្លីនេះពិតឬខ្លាំងខ្លាយ បង8មិនក៏ខឹងម្លេះ អូយបងចៅបងមកល្មមពួកគេមួយក្រុមធំមកញ៉ាំអាហារនៅទីនេះគ្មានលុយបងខ្ញុំកំពុងតែរៀបចំប្តឹងប៉ូលីសចាប់ពួកគេហើយបងមកដល់ហើយណែអ្នកនេះគឺប្រពន្ធខ្ញុំលីឈីងបើគ្មានការអីទេខ្ញុំសុំទៅមុនហើយ ណែឈីងចាំបន្តិចប្តីនាងមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងនេះម្លេះអាចឲ្យគាត់ជួយនិយាយឲ្យពួកយើងបានទេឲ្យពួកយើងទៅមុនទៅណាមែនហើយឈីងប្តីនាងមានសមត្ថភាពម្លេះឲ្យគាត់ជួយអង្វរឲ្យពួកយើងទៅគិតយ៉ាងម៉េចដែរអំបញ្ញមិញអ្នកឯងមិនទៅតែនិយាយថាខ្ញុំរៀបការជាមួយមនុស្សអត់បានការទេពួកឯងចង់ទៅពឹងមនុស្សអត់បានការទៀតប៉ុន្តែអំបញ្ញមិញអ្នកឯងទៅតែនិយាយថារៀបការជាមួយមនុស្សអត់បានការតើយ៉ាងម៉េចចង់រកពួកយើងមិននឹងហ៊ានមើលងាយប្តីនាងទៅអូយឈីងពួកយើងមិនមែនគ្រាន់តែនិយាយលេងសើចជាមួយនាងទេចៅស៊ូជួយពួកគេបន្តិចទៅមើល អរគុណពិធីជប់លៀងមិត្តរួមថ្នាក់ថ្ងៃនេះអ្នកណាជាអ្នកប៉ាវបើសាមីខ្លួនមិនបានមករកខ្ញុំដើម្បីអង្វរផងចាំបាច់អីខ្ញុំត្រូវហើបមាត់
យានម៉ូថ្ងៃនេះនៅហ៊ានឲ្យប្តីនាងមកទទួលទៀតទេ ខ្ញុំនឹងមិនដូចជាអាឡូបងស្រីខ្ញុំនៅយ៉ានពីងលើយកលុយ2 លានមកបងបំណងល្អរបស់ឯងខ្ញុំចាត់ទុកថាគ្មានត្រឡប់ទៅផ្ទះដេកជាមួយខ្ញុំវិញទៅ ឯងកើតអីនឹងឯងញ៉ាំអីជាមួយមិត្តរួមថ្នាក់គ្មានលុយទេនៅចង់សម្ញែងអីទៀត មិនមែនទេបងស្រីមិនមែនខ្ញុំគ្មានលុយប៉ាវទេលុយខ្ញុំមិនមែនយកទៅវិនិយោគលើក្រុមហ៊ុនអស់ហើយទេ បានហើយកុំមកបកស្រាយនៅទីនេះ ខ្ញុំមិនស្ដាប់ទេ លើកមុនឯងបង្កបញ្ហានៅក្រុមហ៊ុនសិទ្ធិធានខ្ញុំមិនទាន់គិតគូរជាមួយឯងនៅឡើយទេមួយថ្ងៃចេះតែបង្កបញ្ហាឲ្យខ្ញុំ ណែបងស្រីចេញទៅជីវិតនេះចប់ហើយ ទ្រាំលែងបានហើយ មានរឿងអីហ្នឹង ថ្មីនេះខ្ញុំបានសហការជាមួយក្រុមហ៊ុនតូចមួយស្រាប់តែដឹងថាការរចនារបស់យើងស្លាកសញ្ញាវិច្ចខ្ចប់ដូចគ្នានឹងក្រុមហ៊ុនជុនយីដែរពេលនេះក្រុមហ៊ុនជុនយីកំពុងប្តឹងពីបទរំលោភកម្មសិទ្ធិបញ្ញាទាមទារឲ្យយើងសងការខូចខាតពាណិជ្ជកម្ម 3 នាក់ហាចុះក្រុមហ៊ុនតូចនោះ អំបញ្ញមិញខ្ញុំបានឲ្យគេទៅមើលក្រុមហ៊ុននោះហើយ នេះច្បាស់ជាមានគេរៀបចំគម្រោងទម្លាក់កំហុសលើយើងហើយ ទោះជាលោកពូក៏ដោយ មិនអាចទេក្រុមហ៊ុនជុនយាគឺជាក្រុមហ៊ុនកំពូលទាំង10នៅទីក្រុងលៀនជាងលោកពូគាត់គ្មានសមត្ថភាពបែបនេះទេ ចុះបើមិនមែនគាត់ជាអ្នកណា អាឡូរឿងក្រុមហ៊ុនយាជឿរំលោភកម្មសិទ្ធិបញ្ញាស្លាកសញ្ញាជួយស៊ើបអង្កេតឲ្យច្បាស់ផងយ៉ាងម៉េចហើយ មេធាវីប្រាប់ថាឱកាសឈ្នះក្តីរបស់យើងមានតិចណាស់ខ្ញុំទើបតែគិតគូរពីទ្រព្យសម្បត្តិទាំងអស់របស់យើងទោះបីជាលក់ទាំងអស់ក៏ដោយក៏នៅខ្វះ1 លានទៀតដែរ ឬមួយខ្ញុំទៅខ្ចីលោកតាចាស់ចិនខ្លះ បងគ្រាន់តែជាជំនួយការម្នាក់លោកតាចាស់ឈិនអាចឲ្យបងខ្ចីទេថ្ងៃស្អែកបងមានការត្រឡប់ទៅផ្ទះសាកសួរមើលចុះអូឈីងឈីងមកដល់ហើយឆាប់អង្គុយចុះមកក្បែរនេះមកលឿនឡើងខ្ញុំមិនអង្គុយទេខ្ញុំត្រឡប់មកលើកនេះគឺមកខ្ចីលុយស្អីគេក្រុមហ៊ុនពួកយើងត្រូវបានគេទម្លាក់កំហុសកំពុងប្រឈមនឹងការសងជំងឺចិត្តយ៉ាងច្រើនខ្ញុំគិតមើលហើយនៅខ្វះ1 លានទៀត ត្រឹមតែ1 លានសោះកូនប្រុសអង្គុយចុះកំដរលោកម្ចាស់យានផឹកតែមួយពេងមិនមែនខ្វះអីទេ ខ្ញុំមកខ្ចីលុយលោកយាយទេ មិនមែនលុយយាយអាចឲ្យឯងខ្ចីបានប៉ុន្តែឯងត្រូវតែលេងលេះជាមួយអាមួយនោះ កិច្ចសហការជាមួយក្រុមហ៊ុនសិទ្ធិធានលើកនេះគឺចៅស៊ូជាអ្នកចរចាបានសម្រេចណា អ្នកណាដឹងទៅគ្រាន់តែជាជំនួយការតូចតាចម្នាក់របស់ក្រុមហ៊ុនសិវធានសោះ គេគឺ ខ្ញុំមិនខ្វល់ថាវាជាអ្នកណាទេបើឯងចង់បានលុយត្រូវតែលេងលេះជាមួយវានេះគឺលុយ1 លានតោះយើងទៅពួកយើងទៅ លុយ1 លាននេះតាមពិតទៅគឺ ហាំបងបានបើកប្រាក់ខែមុន10 ឆ្នាំពីលោកប្រធានឈិនថ្ងៃក្រោយទៅត្រូវការឲ្យប្រពន្ធចិញ្ចឹមបងហើយកញ្ញាលីប្រើអីដាំទឹកនឹងអូយពិតជាល្អណាស់ ពួកយើងគួរតែសហការគ្នានៅពេលនេះ កញ្ញាលីជាថៅកែធំបែបនេះមកសម្ភាសផ្ទាល់ពិតណាស់មិនមានបញ្ហាអ្វីទេប្រាក់សហការខ្ញុំគ្មានលុយទេឲ្យតែកញ្ញាលីយល់មុខញ៉ាំអាហារជាមួយគ្នាដោយផ្ទាល់នៅយប់នេះនាងក៏មองតាមសបាយ ខ្ញុំរៀបការរួចហើយសូមលោកគោរពខ្លួនឯងផង អ្នកណាមិនដឹងថាស្រីស្អាតលេខ1ប្រចាំទីក្រុងលៀនជាងលីឈីងឈីងបានរៀបការជាមួយយ៉ាងម៉េចម្នាក់នោះចង់រៀបការជាមួយនាង មើលទៅពួកយើងគ្មានអីត្រូវនិយាយគ្នាទៀតទេ លេងខ្ញុំនេះមានរឿងអីទៀតហើយ
ខ្ញុំនឹងឈីងគឺជាប្តីប្រពន្ធស្របច្បាប់មិនទាន់ដល់វេនអ្នកក្រៅដូចជាលោកមកនិយាយដើមទេហាខ្ញុំស្មានតែអ្នកណាតាមពិតគឺកូនប្រសាទគោលីចៅស៊ូពឹងលើឯងនឹងមានសិទ្ធអីមកស្រែកឡូឡានៅទីនេះអបាញ់មិញគេប្រើដៃមួយនេះធ្លាប់ឬទេគ្រាន់តែចាប់ដៃប៉ុណ្ណោះប្រពន្ធឯងជាម្ចាស់ស្ត្រីយ៉ាងម៉េចហើសុំទោសប្រពន្ធខ្ញុំភ្លាមចុះបើខ្ញុំប្រាប់ថាទេនោះអញ្ចឹងខ្ញុំនឹងបំបាក់ដៃមួយនេះរបស់ឯងមកចូលមកនៅទីនេះមានអ្នកបង្កចំនួនអូយធុញនឹងការរស់នៅហើយមែនទេអូយលោកប្រធានវាងលោកមកដល់ល្មមគឺអាឈួតនេះអាលក់សាច់អាំងនោះគឺឯងមែនទេប្រញាប់លុតជង្គង់ចុះភ្លាមខ្ញុំមកនេះដើម្បីពិភាក្សាកិច្ចសហការមិនមែនឲ្យឯងមកញ៉ែស្រីទេនរណាគេនៅនឹងយកសម្រាមនេះចេញទៅខ្ញុំខុសហើយសូមលោកលើកលែងឲ្យខ្ញុំម្ដងនេះទៅលោកប្រធានវាងខ្ញុំខុសហើយលោកចៅនេះមកពីខ្ញុំអប់រំកូនចៅមិនបានល្អកិច្ចសហការលើកនេះខ្ញុំចេញតម្លៃទ្វេដងលោកគិតថាយ៉ាងម៉េចដែរលោកប្រធានវិនអប់រំមនុស្សក្នុងក្រុមហ៊ុនលោកឲ្យបានល្អផងគឺបងធំនោះបងធំខ្ញុំខុសហើយលោកបានហើយតោះទៅណែឈីងខ្ញុំរៀងឈឺពោះបន្តិចអូនទៅចាំបងនៅឡានមុនទៅនិយាយមកមានរឿងអីរឿងដែលលោកឲ្យខ្ញុំស៊ើបអង្កេតខ្ញុំបានស៊ើបច្បាស់ហើយខ្ញុំស៊ើបច្បាស់អស់ហើយថ្នាក់លើនាមត្រកូលឈិនសុទ្ធតែជាយានម៉ូនិងប៉ាក់ពួកវីជាអ្នករៀបចំអូឈីងកុំតន់ទៅអាជីវកម្មរចនារបស់ក្រុមហ៊ុននៅត្រីមីសក្រោយនាងចាប់អារម្មណ៍ឬអត់សុំទោសខ្ញុំមិនចាប់អារម្មណ៍ទេទុកឲ្យខ្ញុំជួយនាងទៅក្រុមហ៊ុនជួបរឿងធំបែបនេះគឺកំពុងត្រូវការលុយហើយមិនបាច់ទេមិនក៏លោកដឹងថាក្រុមហ៊ុនខ្ញុំមានរឿងខ្ញុំឬមួយក៏នាងមិនគិតថាខ្ញុំជាអ្នកធ្វើទេដឹងនាងវិតម្លៃខ្ញុំខ្ពស់ពេកហើយខ្ញុំមានសមត្ថភាពអស្ចារ្យបែបនេះឯណាទៅគឺអ៊ំស្រីជាអ្នកប្រាប់ខ្ញុំក៏ត្រូវដែរលោកទើបតែត្រឡប់មកប្រទេសវិញមិនបានប៉ុន្មានផងមិននឹងអាចមានទំនាក់ទំនងជាមួយក្រុមហ៊ុនជួនយាទៅត្រូវហើយឈីងខ្ញុំពិតជាមានបំណងចង់ជួយនាងមែនសុំទោសផងគឺខ្ញុំយល់ច្រឡំលើលោកហើយមិនអីទេយានម៉ូឯងមកញ៉ែឈីងទៀតហើយហ៎ចៅស៊ូអ្នកដែលរៀបចំនៅពីក្រោយឯងដឹងទេគឺឈិនឈីងពួកឯងចេញទៅអាត្រិឆានចៅស៊ូបងឆេវឆាវពេកហើយយានម៉ូគ្រាន់តែចង់ជួយពួកយើងទេជួយពួកយើងវាមានបំណងល្អស្អីទៅរឿងក្តីរំលោភកម្មសិទ្ធិបញ្ញាលើកនេះគឺអាមួយនេះហើយជាអ្នកនៅពីក្រោយបងយល់ច្រឡំហើយលើកនេះពិតជាមិនមែនគេទេយល់ច្រឡំមែនទែនហើយខ្ញុំគ្រាន់តែឮថាក្រុមហ៊ុនឈីងមានរឿងខ្ញុំក៏ប្រញាប់មកឈីងភ្លាមមើលថាមានអ្វីដែលអាចជួយបានខ្លះឈីងខ្ញុំគិតរួចហើយក្រុមហ៊ុនយានអាចផ្ដល់ឲ្យក្រុមហ៊ុនយាជឺទុនរាប់លានឲ្យតែនាងហើបមាត់ខ្ញុំនឹងឲ្យលុយនាងទៀតជាដំបូងឯងរៀបការគម្រោងដាក់អន្ទាក់ក្រុមហ៊ុនឈីងឲ្យធ្លាក់ចូលក្នុងរឿងក្តីរំលោភកម្មសិទ្ធិស្លាកសញ្ញាបន្ទាប់មកក៏ធ្វើពុតជាចេញមុខមកវិនិយោគលើក្រុមហ៊ុនយាជឺម្យ៉ាងធ្វើឲ្យឈីងជំពាក់ខ្លួនឯងរួចក៏ឆ្លៀតឱកាសវីលុកចូលផ្ទៃក្នុងក្រុមហ៊ុនលីគម្រោងការរបស់ឯងពិតជាល្អឥតខ្ចោះមែនឯងនិយាយផ្ដេសផ្ដាសស្អីឯងមិនឃើញឈូសឯងមិនស្រក់ទឹកភ្នែកទេ Flash drive កញ្ចាស់មួយនេះហើយជាភស្តុតាងដែលបញ្ជាក់ថាឯងទម្លាក់កំហុសលើក្រុមហ៊ុនឈីងទម្លាក់កំហុសឈីងមិននឹងអាចយានម៉ូពិតជាលោកមែនឬមិននឹងអាចទៅរួចឈីងនាងកុំស្ដាប់វីផ្ដេសផ្ដាសចុះបើឯងមិនបានធ្វើហេតុអីត្រូវភ័យខ្ញុំមិនមែនទេឈីងអូយឈីងនាងស្ដាប់ខ្ញុំនិយាយសិននាងស្ដាប់ខ្ញុំបកស្រាយសិនអូយអាយានម៉ូនេះវានៅតែមិនអស់ចិត្តពីអូនទេរកវិធីគ្រប់យ៉ាងដើម្បីតើបងរកបានភស្តុតាងទាំងនេះមកពីណាអូខ្ញុំពឹងឲ្យលោកតាចាស់ឈិននិងវាងវូជួយរឿងលើកនេះសំណាងហើយដែលមានបងអរគុណម៉ង
បើមិនកុំចាត់យានម៉ូច្បាស់ជាមានបញ្ហានៅថ្ងៃក្រោយធ្វើឲ្យគ្រួសារវាវិនាសទៅ ឯងបានធ្វើស្អីខ្លះ លើកនេះទីក្រុងលីងជាងមានតែក្រុមហ៊ុនស៊ីវធានប៉ុណ្ណោះអ្នកផ្សេងមិននឹងអាចដេញយើងចេញបានប៉ុន្តែហេតុអីគាត់ត្រូវតាមទាមទារតែខ្ញុំ ខ្ញុំក៏គ្មានភាពចាំបាច់អីត្រូវទៅទល់នឹងឆិនធានហ៊ឺដែរ ឬមួយក៏ជាចៅស៊ូគេដូចជាជំនួយការរបស់លោកប្រធានឈិន ជំនួយការម្នាក់មិននឹងអាចបញ្ជាឆិនធានហ៊ឺបានម្យ៉ាងទៀតពួកយើងអាចចាប់ចៅស៊ូមកសួរនាំបាន អូបងប៉ាបងប៉ាណែនាំឲ្យបងស្គាល់បន្តិចនេះគឺបងស្រីខ្ញុំយៀនស៊ីអូតាមពិតគឺបងស្រីសោះចុះថ្ងៃនេះមកមានការអីដែរ ខ្ញុំមកទីនេះពួកយើងចង់ឲ្យចាត់ការមនុស្សម្នាក់ខ្ញុំអាចថែមលុយឲ្យបាន ជាអ្នកណាចាំមើលសិនថាតើស័ក្តិសមនឹងតម្លៃនេះរត់ ជំនួយការរបស់ឆិនធានហ៊ឺឲ្យខ្ញុំទៅអ្នកណា ទុកចិត្តចុះបងប៉ាវទោះបីជាឈិនធានហ៊ឺដឹងក៏ដោយក៏គេមិនព្រមចេញមុខដោយសារតែជំនួយការតូចតាចម្នាក់មករករឿងបងដែរត្រូវទេបើអញ្ចឹងខ្ញុំនឹងអញ្ជើញចៅស៊ូមកទីនេះយ៉ាងម៉េចដែរចង់ឲ្យប៉ាវកៅធ្វើការឬគ្មានពេលទេ គឺឯងមែនទេដែលឲ្យឆិនធានហ៊ឺធ្វើឲ្យក្រុមហ៊ុនយើងដួលរលំ ហេតុអីខ្ញុំត្រូវប្រាប់ឯងអ្នកនេះគឺជាអ្នកកាច់បំបាក់ដៃដ៏ល្បីឈ្មោះបើឯងស្ដាប់បង្គាប់តាមសម្រួលខ្ញុំអាចឲ្យឯងរងទុក្ខតិចបន្តិចបានបងប៉ាវបងប៉ាវប៉ុន្មានលុយខ្ញុំថែមឲ្យ បងប៉ាវលោកមានន័យថាម៉េចមុននេះពួកយើងមិនបាននិយាយគ្នាហើយទេ អ្នកនេះគឺជាបងធំរបស់ខ្ញុំពួកឯងហ៊ាននិយាយប្រមាថបងធំខ្ញុំក្បាលពួកឯងចូលទឹកហើយមែនទេអូបងចៅមនុស្សពីរនាក់នេះលោកគិតថាគួរចាត់ការយ៉ាងម៉េចឯងចាត់ការខ្លួនឯងទៅខ្ញុំបានអនុញ្ញាតឲ្យពួកឯងទៅហើយឬនៅខ្ញុំបានអនុញ្ញាតឲ្យពួកឯងទៅហើយឬនៅឆេយធានខ្ញុំនឹងទៅប្រាប់បងប៉ាវថាមានគេឲ្យដោះលែងពួកឯងទៅវាមិនសប្បាយសោះពួកឯងមិនមែនឲ្យវិនប៉ាវមកចាត់ការវិនប៉ាវឯងគ្មានសិលធម៌អ្នកលេងសោះ ឯងហ៊ានជេរខ្ញុំបើចង់បន្ទោសឯងគ្មានភ្នែកមើលមនុស្សទៅ ហ៊ានមកធ្វើបាបដល់ក្បាលបងធំខ្ញុំឈីងនេះសុទ្ធតែជាការយល់ច្រឡំទេនេះលោកស្ទើរតែធ្វើឲ្យក្រុមហ៊ុនខ្ញុំខ្សែធនទៅហើយហើយថែមទាំងរកមនុស្សមកចាត់ការប្តីខ្ញុំទៀតនេះហៅថាយល់ច្រឡំលោកទុកពាក្យទាំងនេះទៅប្រាប់ប៉ូលីសទៅតោះឈីងមិនបាច់ទៅខ្វល់ជាមួយមនុស្សកាកសំណល់បែបនេះទេ ពួកយើងទៅអាឡូចាំទុកដង្ហើមឲ្យវាផងទុកចិត្តចុះបងចៅអូនទុកចិត្តចុះពួកគេប្រកាសជាទទួលទោសតាមច្បាប់មិនខានប៉ុន្តែលុយ6លានរបស់យើងបានបាត់បង់អស់ហើយ សូម្បីតែផ្ទះដែលយើងទើបនឹងទិញថ្មីក៏ជាប់បញ្ចាំដែរអូនត្រូវតែជឿជាក់ ថាច្បាប់គឺយុត្តិធម៌លុយមួយចំនួននេះយូរឬឆាប់គង់តែបានមកវិញទេបញ្ជាក់ថាលោកពូថ្ងៃស្អែកប៉ាវញ៉ាំបាយនៅយ៉ានពីងលើគ្រូសាឯងទាំងមូលត្រូវមកឲ្យអស់ណាលោកពូ ថ្ងៃស្អែកខ្ញុំលោកពូថ្ងៃស្អែក ខ្ញុំមិនអនុញ្ញាតឲ្យដឹងធ្វើអីនឹង ថ្ងៃស្អែកចាំដល់ថ្ងៃស្អែកនឹងដឹងហើយ វិនប៉ាវជួយស៊ើបឲ្យខ្ញុំបន្តិច
ថ្ងៃស្អែកនៅយ៉ានពីងឡូវតាមានមនុស្សឈ្មោះលីធូអ្នកដែលបានកក់បន្ទប់មែនទេបាទលោកចោលការកក់បន្ទប់ពណ៌លឿងនោះចេញទុកឲ្យខ្ញុំឯងនិយាយលេងអីហ្នឹងខ្ញុំបានកក់បន្ទប់ហើយហេតុអីមិនឲ្យខ្ញុំឡើងទៅសុំទោសលោកលីបន្ទប់ VIP របស់យើងផ្ដល់ជូនសម្រាប់តែភ្ញៀវ VIP ប៉ុណ្ណោះដោយសារតែលោកមិនមែនជាសមាជិក VIP របស់យើងដូច្នេះលោកអាចញ៉ាំបានត្រឹមតែនៅកន្លែងទទួលភ្ញៀវខាងក្រៅប៉ុណ្ណោះឋានៈដូចជាពួកយើងនេះឯងឲ្យពួកយើងញ៉ាំបាយនៅខាងក្រៅជាមួយគ្នាលោកអាចបញ្ចូលលុយ1 លានសិនបានធ្វើបែបនេះលោកនឹងក្លាយជាសមាជិក VIP របស់យើងហើយ1 លានមិនក៏ពួកឯងមិនទៅប្លន់តែម្ដងទៅខ្ញុំនឹងប្តឹងពួកឯងអញ្ជើញតាមសប្បាយប៉ុន្តែប្រសិនបើថ្ងៃនេះលោកចង់ញ៉ាំអាហារនៅទីនេះគឺអាចញ៉ាំបានតែនៅខាងក្រៅប៉ុណ្ណោះសៀវខៃមិនក៏ដូរទីតាំងញ៉ាំបាយទៅវិញតោះលោកយាយពួកយើងញ៉ាំនៅទីនេះហើយក៏បន្ទប់ដែលល្អបំផុតក្នុងសន្តាគាររបស់ពួកឯងឲ្យខ្ញុំមួយបាទសូមរងចាំបន្តិចណែនេះឯងមិនច្រឡំទេដឹងវាមានលុយ1 លានធ្វើការសមាជិកឬមិនច្រឡំទេនេះគឺជាកាតវេបកម្រិតខ្ពស់បំផុតរបស់យើងហាហាហាសៀវស៊ូអើយលើកនេះពួកយើងចាត់ទុកថាបានទទួលមុខមាត់ដោយសារឯងហើយសៀវខៃអាហារមួយពេលនេះតាមពិតគួរតែឯងជាអ្នកប៉ាវប៉ុន្តែសំបីតែកន្លែងមួយក៏ឯងកក់មិនបានផងមិនដូចសៀវស៊ូផ្ទះយើងទេអាហារមួយពេលនេះគ្រួសារខ្ញុំជាអ្នកប៉ាវហើយលោកលីខានជួបគ្នាយូរហើយលោកប្រធានយ៉ាងម៉េចក៏លោកអញ្ជើញមកទីនេះដែរខ្ញុំមកសួរសុខទុក្ខសមិទ្ធចាស់បន្តិចកញ្ញាឮថាក្រុមហ៊ុនរបស់នាងទើបតែបើកក្រុមហ៊ុនរចនាវេចខ្ចប់ថ្ងៃក្រោយបើមានការអីអាចមករកខ្ញុំបានចាស់ហឹមលោកប្រធានហឹមសៀវខៃនៅក្នុងការងារក៏ត្រូវការឲ្យលោកជួយណែនាំដែរហាហាហាខ្ញុំកំពុងតែត្រៀមបណ្ដេញគេចេញផងមិនមែនទេលោកប្រធានខ្ញុំថ្ងៃក្រោយមិនបាច់ហៅខ្ញុំថាលោកប្រធានទេខ្ញុំគ្មានកូនចៅដូចជាឯងទេពេលទំនេរខ្ញុំអញ្ជើញលោកមកផឹកតែខ្ញុំលោកប្រធានចាងលោកប្រធានឈិនលោកតាចាស់ឈិនមិនក៏លោកអញ្ជើញមកដែរយ៉ានពីងលើមិនទៅតែបើកសម្ពោធទេមកជួយគាំទ្រថៃកែវិនបន្តិចក្រុមហ៊ុនស៊ីវធានវិនិយោគនៅទីក្រុងលីនជាងច្រើនម្លេះក៏គួរតែជួយគ្រួសារពួកយើងខ្លះដែរអូថ្ងៃនេះពួកយើងមិននិយាយពីរឿងរកស៊ីទេខ្ញុំគ្រាន់តែមកជួបមិត្តភក្តិម្នាក់ប៉ុណ្ណោះខំប្រឹងធ្វើការទៅហឹមអ្នកទាំងអស់គ្នាពិសាតាមសប្បាយចុះខ្ញុំសូមលាទៅមុនហើយមិនក៏ចាក់ចេញទៅបាត់ហើយលោកយីលីសូមស្វាគមន៍អញ្ជើញមកលេងញឹកញាប់ណាកន្លែងរបស់ពួកលោកចំណាយខ្ពស់ពេកហើយពួកយើងពិតជាគ្មានសមត្ថភាពទេមិនអីទេបើអញ្ចឹងលោកយាយទៅយកខ្លួនឯងទៅលោកចៅគឺជាភ្ញៀវ VIP របស់ពួកយើងមកញ៉ាំអាហារនៅហាងយើងគឺឥតគិតថ្លៃទេថៅកែវិនជួយអរគុណលោកពូជំនួសខ្ញុំផងបាទខ្ញុំប្រកាសជានាំពាក្យនេះទៅប្រាប់សៀវស៊ូឯងមិនក៏មានកាត VIP របស់យ៉ានពីងឡៅទៅវិញមិនក៏ពួកគេល្អចំពោះឯងម្លេះលោកយាយខ្ញុំគ្រាន់តែជាជំនួយការម្នាក់ប៉ុណ្ណោះប្រហែលជាពួកគេគ្រាន់តែយកយល់មុខថៅកែខ្ញុំទេថៅកែជានរណាទៅលោកយាយថៅកែរបស់បងថ្លៃគឺឈិនធានហឺចៅប្រសាខ្ញុំមានទំនាក់ទំនងដូចជាឯងនឹងឈិនធានហឺនេះតើពួកយើងនៅខ្លាចថាយកមិនបានកិច្ចសហការទៀតឬលោកយាយលោកប្រធានឈិនការដែលជួខ្ញុំធ្វើការបាននិយាយហើយថាភារកិច្ចរបស់ខ្ញុំគ្រាន់តែជាជំនួយការប៉ុណ្ណោះរឿងផ្សេងខ្ញុំមិនលូកដៃទេដូច្នេះខ្ញុំមិនអាចជួយលោកយាយបានទេឯងត្រឹមតែជាជំនួយការតូចតាចសោះក្រអឺតក្រទុំស្អីពេលនេះឯងអាចជួយគ្រួសារលីបានឯងគួរតែមានមោទនភាពទើបត្រូវក្រៅពីសៀវស៊ូនិងឈីងអ្នកផ្សេងទៀតទាំងអស់លុតជង្គង់ចុះភ្លាមម៉ាក់ធ្វើអីនឹងឬមួយក៏ខ្ញុំនិយាយមិនទាន់ច្បាស់លោកយាយតើមានន័យយ៉ាងម៉េចនឹងឈីងអើយគេឈ្មោះគ្រួសារយើងមិនអាចរលាយក្នុងដៃយាយបានទេប្រសិនបើមិនអាចទទួលបានកិច្ចសហការធំពីក្រុមហ៊ុនស៊ីវធានទេពួកយើងច្បាស់ជាចាប់មិនខានទេលោកយាយ
ប្រសិនបើម៉ាក់ឯងនិងពួកឯងលុតជង្គង់នៅមិនទាន់គ្រប់គ្រាន់អញ្ចឹងបូករួមទាំងយាយចាស់ម្នាក់នេះលុតជង្គង់ឲ្យឯងទៀតគួរតែបានហើយមែនទេអូយម៉ាក់លោកយាយខ្ញុំយល់ព្រមលោកយាយខ្ញុំទៅរកលោកតាចាស់ឈិនសាក់មើលនៅមិនទាន់ប្រញាប់អរគុណឈីងទៀតខ្ញុំទៅទទួលសៀវយេនជឺមុនសិនកុំភ្លេចរឿងកិច្ចសហការណាអូលោកគ្រូប្រាប់ថាទូរទស្សន៍ខេត្តនឹងរៀបចំការប្រកួតរាំថ្ងៃស្អែកយើងចុះឈ្មោះរៀនរាំឲ្យយាយជឺទៅហឹមមិនបាច់ទេយកល្អរិះរកគ្រូបង្រៀនឯកជនឲ្យកូនទៅសួស្ដីតើនៅទីនេះមានឬគ្រូបង្រៀនរាំទេខ្ញុំរៀនខាងរាំបុរាណកន្លែងខ្ញុំនេះត្រូវការគ្រូដែលចេះរាំឡាទីនសម័យបាឡេបុរាណហ៊ីបហបគឺចេះស្ទាត់គ្រប់ទម្រង់តើនាងអាចទេលក្ខខណ្ឌរបស់បងតឹងតែងពេកហើយសាលាយើងមានតែប៉ៃស៊ីនប៉ុណ្ណោះដែលស័ក្តិសមប៉ៃស៊ីនអូមិត្តសម្លាញ់តើអ្នកអាចជួយណែនាំនាងឲ្យខ្ញុំបន្តិចបានទេណែនាងនៅទីនោះនឹងអូសួស្ដីតើកញ្ញាប៉ៃស៊ីនមែនទេកូនស្រីខ្ញុំចង់រកគ្រូបង្រៀនឯកជនម្នាក់មិនដឹងថាកញ្ញាឯងទំនេរឬអត់ទេសម្លាញ់ស្រីម្នាក់នេះគឺខ្ញុំជាអ្នកមើលថែសម្លាញ់ស្រីម្នាក់នេះខ្ញុំជាអ្នកមើលថែអរគុណលោកចំពោះរឿងគ្រូបង្រៀនឯកជននោះកញ្ញាសាក់គិតមើលសិនទៅលោកពិតជាមានកូនមែនឬបាទកូនស្រីខ្ញុំឆ្លងខួបឆ្នាំនេះគឺអាយុ5ឆ្នាំហើយអញ្ចឹងលោកពិតជាចង់ជួខ្ញុំធ្វើជាគ្រូបង្រៀនឯកជនមែនឬបាទប៉ុន្តែខ្ញុំបង្រៀន1ម៉ោងយកថ្លៃ2000យ៉នណាអូគ្មានបញ្ហាទេនិយាយអញ្ចឹងគ្រូបង្រៀនឯកជនខ្ញុំបានរកឃើញហើយពិតមែនចាំយប់ស្អែកខ្ញុំនាំអូនទៅជួបគាត់បន្តិចយប់ស្អែកមិនបានទេយប់ស្អែកអូនត្រូវកំដរភ្ញៀវម្នាក់ទៅចូលរួមពិធីជប់លៀងរបស់លីទូពិធីជប់លៀងអាឡូជួយរកឲ្យខ្ញុំមួយសន្លឹកមកពិធីជប់លៀងនោះតម្រូវឲ្យមានដៃគូស្រីនៅទីក្រុងលីងជាងនេះខ្ញុំគ្មានស្គាល់អ្នកណាទៀតទេមានតែមករកនាងប៉ុណ្ណោះមិនអីទេខ្ញុំចាត់ទុកថាជាការមកស្វែងយល់បទពិសោធន៍ថ្មីចុះលោកប្រធានយ៉ាងលោកមិនបានប្រាប់ថានាំខ្ញុំមកចូលរួមពិធីជប់លៀងនេះដើម្បីពិភាក្សាការងាររកស៊ីជាមួយខ្ញុំទេចាំចូលរួមពិធីជប់លៀងចប់សិនចាំយើងនិយាយគ្នាតាមសម្រួលលោកប្រធានយ៉ាងខ្ញុំគ្រាន់តែយល់ព្រមមកចូលរួមពិធីជប់លៀងជាមួយលោកមិនក៏ថាលោកចូលចិត្តហាលោកប្រធានយ៉ាងពិតជាមានសំណាងណាស់លោកមានមិត្តស្រីស្អាតយ៉ាងនេះមិនមែនទេខ្ញុំគ្រាន់តែមកកំដរលោកប្រធានយ៉ាងចូលរួមពិធីជប់លៀងប៉ុណ្ណោះមិនមែនជានាងគឺជាដៃគូសហការរកស៊ីរបស់ខ្ញុំសង្ឃឹមថានឹងអាចជួយនាងក្នុងកិច្ចការនានាបានហាល្អតើចៃដន្យអីពិធីជប់លៀងលើកនេះខ្ញុំក៏កំពុងខ្វះដៃគូស្រីម្នាក់ដែរយល់ល្អឲ្យស្រីស្អាតម្នាក់នេះធ្វើជាដៃគូរបស់ខ្ញុំទៅពួកយើងក៏អាចនិយាយគ្នាបានដែរលោកប្រធានលីវៃសាវគឺជាអ្នកមានឥទ្ធិពលបំផុតនៅទីក្រុងលីនចឹងនេះគឺជាឱកាសដ៏ល្អមួយណាលោកប្រធានយ៉ាងខ្ញុំសូមទោសផងនាងគឺជាប្រពន្ធរបស់ខ្ញុំមិនអាចធ្វើជាដៃគូរបស់លោកបានទេប្តីរបស់ថៅកែលីចៅស៊ូឮថាស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងលីឈីងរៀបការជាមួយមនុស្សឈ្មោះចៅស៊ូប្រហែលជាមិនមែនជាឯងទេដឹងយ៉ាងហោចណាស់ក៏ល្អជាងមនុស្សអត់បានការបើឯងកុំគិតថាអាងមានលុយបន្តិចបន្តួចអាចធ្វើអ្វីស្រេចតែចិត្តនៅទីក្រុងលីនជាងឲ្យសោះណែពួកឯងយកលិខិតអញ្ជើញរបស់ឈិនធានហ៊ឺមកពីណាលិខិតអញ្ជើញរបស់ឈិនធានហ៊ឺមកចូលរួមពិធីជប់លៀងមនុស្សរបស់ឈិនធានហ៊ឺមិនមែនបានហើយកុំខ្វល់ជាមួយវា
ខ្ញុំគឺជាជំនួយការរបស់លោកតាចាស់ឈិនហាហាហា នេះពិតជា រកពីគួរឲ្យអស់សំណើចមែនចង់មកដំកើងរកនៅកន្លែងរបស់ខ្ញុំឬថ្ងៃនេះខ្ញុំនឹងបើកភ្នែកឲ្យឯងខ្ញុំហ៊ានឲ្យវាចេញទៅភ្លាមប្រសិនបើឯងឈ្នះខ្ញុំនឹងឲ្យឯង1 លានប៉ុន្តែបើឯងចាញ់ត្រូវឲ្យប្រពន្ធថែងកំដរខ្ញុំហេតុអីខ្ញុំត្រូវយល់ព្រមម្យ៉ាងទៀតគុំថាឡើយឯងឲ្យខ្ញុំ1 លានទោះបីជាឯងឲ្យខ្ញុំ100 លានក៏ដោយខ្ញុំក៏មិនឲ្យប្រពន្ធខ្ញុំធ្វើរឿងបែបនេះដែរហាហាហា ល្អអញ្ចឹង ពួកយើងបដូរលក្ខខណ្ឌមួយទៀត បើឯងឈ្នះ ខ្ញុំនៅតែឲ្យឯង1 លានដដែល ប៉ុន្តែបើឯងចាញ់ លុតជង្គង់ចុះហើយខ្ញុំថាលោកតា3 ដងល្អខ្ញុំលេងជាមួយឯងបងឈួតហើយឬ វៃសៅគឺជាអ្នកលេងល្បែងដ៏ល្បីឈ្មោះណា គេចង់ឲ្យលុយយើង1 លានទេហើយហេតុអីយើងមិនយកពេលនេះឯងចុះចាញ់នៅតាន់ពេលណាឲ្យប្រពន្ធឯងចាំបន្តិចទៅខ្ញុំអាចឲ្យឯង1 លានដោយផ្ទាល់បានកុំនិយាយច្រើនចាប់ផ្ដើមមកសាមញ្ញណាស់ម្នាក់ដក B3 សន្លឹកយល់ព្រមទេត្រៀមលុតជង្គង់ចុះវៃសាវអ្នកណាចាញ់អ្នកណាឈ្នះមិនទាន់ប្រកាសទេមិនមែនគ្រាន់តែ2 សន្លឹកទេសន្លឹកចុងក្រោយវៃសាវលោកចាញ់ហើយនេះមិនអាចទៅរួចទេនរណាគេនៅនឹងចាប់វាឲ្យខ្ញុំភ្លាមវាលួចបន្លំ មិននឹកស្មានថាវៃសៅដ៏មានឈ្មោះល្បីតាមពិតជាមនុស្សលេងចាញ់ហើយក្រឡែតមិនព្រមទទួលខុសត្រូវសោះ នេះប្រៀបដូចជាជីវិតអញ្ចឹង អ្នកក៏តីខ្លាចត្រកូលវៃរបស់ពួកឯងប៉ុន្តែត្រកូលវាំងយើងមិនខ្លាចទេប្រញាប់ដកលុយមកភ្លាម ប្រញាប់ឡើងអរគុណច្រើនវៃសាវថ្ងៃក្រោយបើមានលុយសល់មិនដឹងចៃអីអាចមកបានគ្រប់ពេលអំបាញ់មិញម្សិលមិញ នាងគឺជាលីទីងទីងមែនទេនាងគឺជាលីឈីងឈីងមែនទេស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងក៏ត្រឹមតែប៉ុណ្ណឹងសោះនេះសុទ្ធតែជាពាក្យគេនិយាយផ្ដេសផ្ដាសទេថ្ងៃនេះបើខ្ញុំធ្វើឲ្យខូចមុខនាងអញ្ចឹងនាងលីឈីងឈីងនឹងត្រូវបាត់បង់តំណែងស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងមិនខានបើអញ្ចឹងតំណែងស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងនេះច្បាស់ជាคล้ายជារបស់ខ្ញុំវាងយ៉ានេះហើយ នាងគឺជាប្រពន្ធរបស់ខ្ញុំហ៊ានប៉ះពាល់នាងតែបន្តិចមើលទោះជាត្រកូលវាំងក៏ខ្ញុំកំទេចចោលដែរ ថ្ងៃនេះខ្ញុំចង់ប៉ះនាងតើឯងអាចធ្វើអីខ្ញុំបានខ្ញុំអៀនណាស់តាមពិតលោកចៅចង់អញ្ជើញខ្ញុំរំមួយបទសោះអញ្ចឹងខ្ញុំនឹងកំដរលោកមួយបទចុះកញ្ញាលីឃើញប្តីនាងរំមួយបទប្រហែលជាមិនប្រកាន់ទេដឹងឃើញហើយមិននឹកស្មានថាលោកចៅរំបានស្អាតបែបនេះសោះ ឈីងឈីងខ្ញុំត្រឡប់ទៅផ្ទះវិញហើយហឹម មានលុយ1 លាននេះហើយ
ពួកយើងអាចយកលុយទៅសងលោកតាចាស់ឈិនវិញបានហើយធ្វើបែបនេះបងអាចមកជួយរកមួយឲ្យក្រុមហ៊ុនអូនបានហើយយកលុយទៅសងលោកតាវិញសិនចាំគិតទៀតតោះទៅ សូមអរគុណលោកតាដែលបានជួយពួកយើងនៅក្នុងគ្រាដែលពួកយើងជួបទុក្ខលំបាកបំផុតលុយនេះសងលោកតាវិញប៉ុន្តែខ្ញុំមិនទាន់មានបំណងឲ្យចៅស៊ូឈប់ធ្វើការនៅទីនេះទេ អូមែនហើយអរគុណលោកតាចាស់ឈិនដែលបានជួយបណ្ដុះបណ្ដាលខ្ញុំវិញគឺមានបំណងត្រឡប់ទៅក្រុមហ៊ុនជុនយីធ្វើជាបុគ្គលិករត់ការតូចតាចម្នាក់ដើម្បីស្វែងយល់ពីអាជីវកម្មរបស់ក្រុមហ៊ុនសិនទៅជួយនាងចាត់ចែងការងារនៅក្នុងក្រុមហ៊ុនប្រសិនបើជាបញ្ហាប្រាក់កម្រៃខ្ញុំអាចផ្ដល់ប្រាក់ខែឲ្យគេ 50,000 ក្នុងមួយខែដើម្បីជួយគេបន្តធ្វើជាបុគ្គលិករត់ការរបស់ខ្ញុំប្រាក់ខែ 50,000 ក្រុមហ៊ុនរបស់ឈីងពេលនេះគឺកំពុងតែខ្វះខាតមនុស្សធ្វើការល្មមក្នុងនាមខ្ញុំជាប្តីរបស់នាងមិនអាចបោះបង់នាងចោលបានទេពួកលោកឯងចង់ត្រឡប់ទៅជួយនាងជួបការិយាល័យឬបើក្នុងកាលៈទេសៈបែបនេះហើយខ្ញុំក៏មិនបង្ខំឲ្យឯងនៅដែរប៉ុន្តែទ្វាររបស់ក្រុមហ៊ុនសិវធានតែងតែបើកស្វាគមន៍ឯងគ្រប់ពេលបើមានពេលទំនេរឧស្សាហ៍ត្រឡប់មកមើលតាចាស់ម្នាក់នេះផងណាបាទសូមអរគុណលោកតាឈិនប្រាក់ខែ 50,000 មិនយកទេនៅកន្លែងខ្ញុំអាចបើកឲ្យបានតែ 5,000 ប៉ុណ្ណោះអញ្ចឹងខ្ញុំនឹងខំប្រឹងរកគម្រោងល្អឲ្យក្រុមហ៊ុនចាំពេលក្រុមហ៊ុនរកលុយបានច្រើនថៅកែលីប្រហែលជានឹងមិនធ្វើបាបខ្ញុំទេមែនទេនៅកន្លែងខ្ញុំទើបតែចាប់ផ្ដើមគិតគូររឿងលុយកាក់ហើយហ៎អូយខ្ញុំគ្រាន់តែនិយាយលេងទេខ្លួនប្រាណខ្ញុំជារបស់អូនអស់ហើយលុយដែលរកបានមិនមែនជារបស់អូនទាំងអស់ទេនិយាយអញ្ចឹងទើបសមបន្តិចបើអញ្ចឹងមិនប្រញាប់មកស៊ីញេលើលិខិតលោកខ្លួននេះទៅលោកប្រធានយ៉ាងខ្ញុំតំណាងឲ្យក្រុមហ៊ុនរចនាយាជឿមកស៊ីញេកិច្ចសន្យាជាមួយលោកមិនក៏ជាឯងទៅវិញថ្ងៃនេះខ្ញុំគ្មានពេលស៊ីញេកិច្ចសន្យាជាមួយឯងទេលោកចាំថ្ងៃក្រោយចាំមកចុះហែហេបងស្រីយ៉ាថ្ងៃនេះបងអញ្ជើញមកក្រុមហ៊ុនខ្ញុំពិតជាធ្វើឲ្យក្រុមហ៊ុនខ្ញុំមានកិត្តិយសណាស់
ចៅស៊ូនិយាយត្រូវហើយចៅស៊ូចង់ចរចាការងារឲ្យបានសម្រេចវាមិនមែនជាបញ្ហាទេគ្រាន់តែឲ្យលោកប្រធានលីរបស់ឯងយប់នេះមកជួបខ្ញុំផ្ទាល់តែម្ដងទៅមិនមែនរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយអស់ហើយទេអាឡូលោកប្រធានក្រុមប្រឹក្សាភិបាលឈិនលោកចង់មានន័យថាក្រុមហ៊ុនសិវធាននិងក្រុមហ៊ុនខៃយានៅគម្រោងតម្លៃ100លាននោះមែនទេប៉ុន្តែថ្ងៃនេះលោកប្រធានលីប្រាប់ថាគាត់មានអារម្មណ៍មិនសូវល្អគ្មានពេលជួបទេអញបោកប្រាស់ខ្ញុំអាឡក់ចេញទៅខ្ញុំមើលទៅឯងប្រហែលជាធុញនឹងការរស់នៅហើយហ៊ានយកលោកប្រធានឈិនមកលេងសាច់ផងឯងកុំភ្លេចឲ្យសោះណាខ្ញុំគឺជាមនុស្សរបស់ផ្នែកទីផ្សារបើមិនអញ្ចឹងទេមិនក៏ខ្ញុំអាចដឹងបានថាក្រុមហ៊ុនសិវធាននិងក្រុមហ៊ុនខៃយារបស់ឯងសហការគ្នារឿងនេះឯងគ្រាន់តែជាជំនួយការម្នាក់សោះយ៉ាងច្រើនគ្រាន់តែធ្លាប់បានឃើញកិច្ចសន្យាហការប៉ុណ្ណោះមិនមែនឯងពិតជាអាចសម្រាប់កិច្ចសហការនោះបានទេដឹងក្នុងនាមខ្ញុំជាជំនួយការរបស់លោកប្រធានឈិនគឺមកជួយគាត់ពិនិត្យមើលពីគុណសម្បត្តិរបស់ក្រុមហ៊ុនដៃគូសហការផ្ទុយទៅវិញក្នុងនាមឯងជាប្រធានក្រុមហ៊ុនម្នាក់ធ្វើការងារផ្អែកលើតែអារម្មណ៍ផ្ទាល់ខ្លួនខ្ញុំគិតថាលោកតាឈិននឹងមិនសហការជាមួយឯងទេតើឯងចង់យ៉ាងម៉េចថ្ងៃនេះត្រូវតែស៊ីញេកិច្ចសន្យានេះឲ្យខ្ញុំហើយត្រូវធានាថាថ្ងៃក្រោយមិនត្រូវមករំខានឈីងទៀតឡើយរឿងថ្ងៃនេះខ្ញុំចាត់ទុកថាគ្មានរឿងអ្វីកើតឡើងចុះហាឯងគិតវានាងកំពុងធ្វើអីនឹងប្តឹងប៉ូលីសណាត្រូវហើយប្តឹងប៉ូលីសថាយ៉ាងខៃនាំបាក់ពួកមកបង្កការវាយតប់គ្នាចំណែកចៅស៊ូគ្រាន់តែជាការការពារខ្លួនស្របច្បាប់ប៉ុណ្ណោះបងស្រីយ៉ានាងខ្ញុំអាចធ្វើជាសាក្សីបានចៅស៊ូគ្រាន់តែមកស៊ីញេកិច្ចសន្យាប៉ុណ្ណោះប៉ុន្តែលោកបែរជាបញ្ជាឲ្យសន្តិសុខមកវាធ្វើបាបគេទៅវិញមិនមែនទេគឺវាជាអ្នកវាមនុស្សមុនសោះស៊ីញេទៅលោកប្រធានយ៉ាងលើកនេះខ្ញុំមិនបានបោកប្រាស់លោកទេណាអាឡូសៀវយូរឿងដែលខ្ញុំបានប្រាប់ឯងកាលពីលើកមុនបាទលោកប្រធានឈិនអ្វីដែលលោកចង់និយាយគឺកិច្ចសហការផ្នែកព័ត៌មានវិទ្យាជាមួយក្រុមហ៊ុនខៃយីមែនទេពេលនេះខ្ញុំកំពុងតែស្ថិតនៅក្រុមហ៊ុនពួកគេផ្ទាល់ល្មមទំហំរបស់ក្រុមហ៊ុននៅត្រូវការពិនិត្យមើលបន្ថែមទៀតរឿងនេះតម្លៃសរុបនៃគម្រោងរៀងទាបបន្តិចគ្មានអីទេចំពោះរឿងតម្លៃជាក់លាក់ចាំខ្ញុំត្រឡប់ទៅវិញនឹងរាយការណ៍ជូនលោកប្រធានយ៉ាងនិយាយមកទៅផ្នែកកណេឲ្យដកលុយសុទ្ធ5សែនឲ្យគេទៅរួចឆ្លៀតឱកាសស៊ីញេកិច្ចសន្យានោះទៅណែខ្ញុំនិយាយមែនណាលោកប្រធានយ៉ាងគ្រាន់តែជាកិច្ចសន្យាតូចតាចតម្លៃ5សែនសោះចាំបាច់អីត្រូវធ្វើឲ្យផ្អើលធំដុំបែបនេះមិននឹកស្មានថាត្រឹមតែជាជំនួយការម្នាក់សោះលោកប្រធានឈិនតែជាប្រគល់គម្រោងធំបែបនេះឲ្យឯងមកពិនិត្យមើលទៅវិញតាមពិតឯងបានដាក់ពាក្យសុំឈប់ពីលោកប្រធានឈិនរួចហើយមែនទេអំបញ្ញមិញលោកប្រធានឈិនទូរស័ព្ទមកខ្ញុំប្រហែលជាចង់និយាយពីរឿងដែលខ្ញុំសុំឈប់ពីការងារនឹងហើយប៉ុន្តែនៅតែសូមអរគុណលោកប្រធានឈិនដែលព្រមរួមសម្ដែងរឿងនេះជាមួយខ្ញុំប៉ុន្តែពេលនេះឯងលែងជាជំនួយការរបស់លោកប្រធានឈិនទៀតហើយមិនក៏នៅហ៊ានយកឈ្មោះលោកប្រធានឈិនមកគំរាមយ៉ាងខៃទៀតសាមញ្ញណាស់យ៉ាងខៃគឺជាអ្នករកស៊ីមួយគឺគម្រោងធំតម្លៃរាប់រយលានមួយទៀតគឺកិច្ចសន្យាតូចតាចតម្លៃត្រឹមតែប៉ុន្មានសែនបើដូចជាស្រីស្អាតវិញនាងក៏ចេះរើដែរដូច្នេះទោះបីជាវាដឹងថាឯងកំពុងតែគំរាមវាផ្ដេសផ្ដាសក៏ដោយវាក៏មិនហ៊ានប្រថុយនឹងគ្រោះថ្នាក់នេះដែរឆ្លាតមែនប៉ុន្តែនៅតែត្រូវអរគុណលោកប្រធានឈិនទើបអាចធ្វើឲ្យរឿងគ្រប់យ៉ាងប្រព្រឹត្តទៅបានរលូនបែបនេះមិននឹកស្មានថាកូនប្រសាដូចជាឯងនេះបែរជាចេះអានចិត្តមនុស្សបានធ្លុះធ្លាយបែបនេះសោះថ្ងៃនេះនៅតែត្រូវអរគុណកញ្ញាច្បងត្រកូលវាងហើយតែបានជួយខ្ញុំរត់ការងារខ្ញុំសូមលាសិនហើយយ៉ាងម៉េចគ្រាន់តែនិយាយពាក្យអរគុណតាមមាត់សោះឬមិនមានបំណងប៉ាវខ្ញុំញ៉ាំបាយមួយពេលទេអី
រឿងនោះពិតជាមិនបានទេខ្ញុំជាមនុស្សមានគ្រួសារហើយម្យ៉ាងទៀតការដើរញ៉ាំបាយជាមួយស្រីស្អាតតែពីរនាក់ត្រឡប់ទៅវិញច្បាស់ជានិយាយគ្នាមិនច្បាស់លាស់ទេ ឯងនៅក្នុងគ្រួសារលីគ្រាន់តែជាកូនប្រសារម្នាក់ដែលត្រូវបានគេមើលងាយប៉ុណ្ណោះទោះបីជាបែបនេះក៏ដោយក៏ឯងនៅតែសុខចិត្តរស់នៅក្នុងគ្រួសារលីទៀតឬឯងមិនស្មើនឹងលែងលះគ្នារួចមករស់នៅជាមួយខ្ញុំវិញទេនេះពេលនេះក៏មិនទាន់ព្រលឹមដែរខ្ញុំត្រូវប្រញាប់ត្រឡប់ទៅធ្វើម្ហូបឲ្យប្រពន្ធនិងកូនស្រីខ្ញុំញ៉ាំហើយលាសិនហើយឈ្មោះមនុស្សស្រីដែលទៅចូលរួមពិធីរាំជាមួយចៅស៊ូគឺជាសិស្សរបស់សាលារាំគឺជាគ្រូបង្រៀនឯកជនរបស់កូនស្រីវាអាមួយនេះពិតជាមានសំណាងខាងស្រីមិនធម្មតាមែនចាត់ការតាមផែនការដែលបានរៀបចំទុកមុនទៅលោកចៅខ្ញុំជួបបញ្ហាហើយនាងកុំបារម្ភអីខ្ញុំទៅដល់ឥឡូវហើយលោកចៅលោកជួយខ្ញុំផងអើយមានរឿងអីហ្នឹងខ្ញុំបារម្ភណាស់និយាយគ្នាតាមសម្រួលមកមានមនុស្សម្នាក់នៅក្នុងបន្ទប់លេវរបស់ខ្ញុំបានជូនកាដូឲ្យខ្ញុំយ៉ាងច្រើនគេនិយាយថាចង់ជួបខ្ញុំប្រាប់ថាមិនជួបគេក៏គំរាមថានឹងសម្លាប់ខ្ញុំហើយថែមទាំងអាចប្រាប់ពីអាសយដ្ឋានដែលខ្ញុំរស់នៅបានយ៉ាងត្រឹមត្រូវទៀតផងតើជាមនុស្សនៅក្នុងក្រុងជាមួយគ្នាខ្ញុំមិនដឹងទេខ្ញុំដឹងត្រឹមតែឯករបស់គេប៉ុណ្ណោះអញ្ចឹងនាងផ្ញើឯករបស់គេមកឲ្យខ្ញុំមកខ្ញុំរកមនុស្សឲ្យជួយស៊ើបមើលកុំខ្លាចអីបើមានរឿងអីប្តឹងប៉ូលីសភ្លាមជាមុនសិនប្រសិនបើដោះស្រាយមិនចេញចាំទូរស័ព្ទមកខ្ញុំអរគុណលោកចៅមិនបាច់គួរសំទេបើអញ្ចឹងនាងត្រឡប់ទៅវិញមុនសិនទៅវិនប៉ាវជួយស៊ើបរកមនុស្សម្នាក់ឲ្យខ្ញុំបន្តិចលោកចៅមនុស្សម្នាក់នោះបានផ្ញើសារមកខ្ញុំទៀតហើយលោកចៅមនុស្សម្នាក់នោះបានផ្ញើសារមកខ្ញុំទៀតហើយគេនិយាយថាប្រសិនបើខ្ញុំប្តឹងប៉ូលីសគេនឹងសម្លាប់ខ្ញុំភ្លាមគេនៅនិយាយទៀតថាមានរឿងអីគេនៅនិយាយទៀតថាចង់ឲ្យខ្ញុំធ្វើជាមិត្តស្រីរបស់គេហើយថែមទាំងទុកពេលឲ្យខ្ញុំគិតតែ3ថ្ងៃប៉ុណ្ណោះមើលទៅពួកយើងមិនអាចអង្គុយរងចាំបែបនេះទេតោះទៅកន្លែងមួយជាមួយខ្ញុំលោកចៅមិនក៏លោកនាំខ្ញុំមកសន្តាគារធ្វើអីវាមិនមែនតែងតែនិយាយថាចង់ឲ្យនាងធ្វើជាមិត្តស្រីទេបើវាដឹងថានាងស្រឡាញ់ខ្ញុំប៉ុន្តែមនុស្សម្នាក់នោះវាជាមនុស្សវិកលចរិតណាខ្ញុំខ្លាចវានឹងមកសងសឹកលើខ្ញុំគឺដោយសារតែគិតពីសុវត្ថិភាពរបស់នាងនឹងហើយទើបត្រូវធ្វើបែបនេះមិនអីទេសម្រាប់សិនទៅគឺអាមនុស្សវិកលចរិតនោះហើយតើពេលនេះពួកយើងគួរធ្វើដូចម្តេចទៅមើលទៅអាមនុស្សវិកលចរិតនេះវាពិតជានៅតាមដានមែនសុំទោសផងកញ្ញាប៉ៃលោកចៅលោកកំពុងធ្វើអីហ្នឹងពួកយើងត្រូវសម្ដែងរឿងនេះឲ្យដូចមែនទែនបន្តិចទៀតថតរូបមួយសន្លឹកផ្ញើឲ្យអាមនុស្សវិកលចរិតនោះប៉ុន្តែបើពួកយើងធ្វើបែបនេះមិនធ្វើឲ្យវាខឹងកាន់តែខ្លាំងទេវិនប៉ាវត្រៀមខ្លួនឲ្យរួចរាល់វាផ្ញើសារមកវិញហើយអូយកញ្ញាវ៉ាំងម៉េចក៏នាងចូលចិត្តដើរតាមខ្ញុំម្លេះពិតណាស់គឺខ្ញុំចង់មើលថាតើឯងទៅរកម៉ួយដោយរបៀបណាពេលនេះពួកយើងគ្រាន់តែរងចាំដោយស្ងប់ស្ងៀមទៅជាការស្រេច
លែងដៃភ្លាមលុតជង្គង់ចុះបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យវាស្លាប់នៅចំពោះមុខឯងភ្លាមល្អខ្ញុំលុតជង្គង់ហើយស្អីគេតើមនុស្សម្នាក់នេះស្គាល់គ្នាទេ មិនស្គាល់ទេ បងធំមនុស្សម្នាក់នេះគួរចាត់ការយ៉ាងម៉េចបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសទៅណែនាំពួកឯងយកល្អគួរតែដោះលែងខ្ញុំភ្លាមទៅបើមិនអញ្ចឹងទេមនុស្សរបស់យើងមិនលើកលែងឲ្យពួកឯងឡើយពេលនេះសំបីតែមនុស្សវិកលចរិតក៏មានបាក់ពួកដែរហោះនិយាយមកអ្នកដែលនៅពីក្រោយខ្នងឯងពិតជាអ្នកណាដឹងរឿងនេះមិនមានប្រយោជន៍អ្វីសម្រាប់ឯងទេកុំជិះសេះដុតដៃខ្លួនឯងឲ្យសោះហ៊ាននិយាយសម្ដីបែបនេះជាមួយបងចៅផងនិយាយមកឯងពិតជាមនុស្សរបស់អ្នកណាខ្លាខិនធ្វើឲ្យវាហើបមាត់និយាយមកខ្ញុំជាមនុស្សរបស់លោកប្រធានវ័យក្មេងត្រកូលយ៉ាងខ្ញុំណែនាំពួកឯងយកល្អគួរតែដោះលែងខ្ញុំភ្លាមទៅបើមិនអញ្ចឹងទេថ្ងៃនេះពួកឯងទាំងអស់គ្នាច្បាស់ជាដើរមិនចេញពីបន្ទប់នេះឡើយហៅវាឲ្យមកទីនេះភ្លាមឬទេប្រញាប់ហៅមកខ្លាខិនពួកយើងរៀបចំខ្លួនឲ្យបានល្អបន្តិចណែឲ្យតែឯងធ្វើតាមអ្វីដែលខ្ញុំប្រាប់បានហើយយីហាឯងធ្វើឲ្យខ្ញុំបាត់បង់ការទុកចិត្តពីវ័យសៅហើយថែមទាំងបោកប្រាស់លុយខ្ញុំអស់5សែនទៀតថ្ងៃនេះខ្ញុំនឹងផ្ដល់មេរៀនឲ្យឯងចងចាំទុកអស់មួយជីវិតឈប់ដៃភ្លាមសូមលោកលើកលែងទោសឲ្យចៅស៊ូផងទៅលោកចង់ឲ្យខ្ញុំធ្វើអ្វីក៏បានដែរអូយពិតជាគូស្នេហ៍ដ៏កំសត់មែនណាគួរឲ្យស្ដាយនាងស្រឡាញ់មនុស្សខុសហើយហាគ្រាន់តែជាមនុស្សម្នាក់ដែលគ្មានផ្លូវត្រឡប់ទៅវិញសោះអាងតែខ្លួនឯងធ្លាប់ធ្វើជាជំនួយការរបស់ឈិនធានហឺក៏គិតថាអាចធ្វើអ្វីស្រេចតែចិត្តមែនទេខ្ញុំគិតថាតើមានពាក់ព័ន្ធអីនឹងខ្ញុំលើកមុនឯងធ្វើឲ្យខ្ញុំបាត់បង់ការទុកចិត្តនៅចំពោះមុខវ័យសៅធ្វើឲ្យខ្ញុំត្រឡប់ទៅវិញត្រូវគ្រួសារស្ដីបន្ទោសយ៉ាងខ្លាំងដូច្នេះហើយទើបលោកផ្ញើសារមកគំរាមកំហែងមែនទេរួចហើយក៏ចាត់មនុស្សមកសម្លាប់ពួកយើងត្រូវទេមិនខុសទេដូច្នេះថ្ងៃនេះពួកយើងនឹងគិតគូរបំណុលចាស់បំណុលថ្មីជាមួយគ្នាទាំងអស់ខ្ញុំនឹងឲ្យឯងភ្លក់រសជាតិថតចប់អស់ហើយមែនទេខ្លាខិនឯងកុំប៉ះពាល់ខ្ញុំពិតណាស់គឺថតចប់ទាំងអស់ហើយមិនអីទេផុសតាងប្រមូលបានគ្រប់គ្រាន់ហើយនេះជាស្អីគេនឹងធំក្លិនក្រអូបណាស់អូយខ្ញុំដូចជាមានអារម្មណ៍ថាវិលមុខបន្តិចហើយទឹកតែរបស់ខ្ញុំសុំទោសផងខ្ញុំមិនអីទេរឿងថ្ងៃនេះចប់ត្រឹមនឹងចុះលោកពូហឹមឈីងឲ្យលោកយាយរបស់ឯងឲ្យពូមកប្រាប់ឯងថាមើលថាតើឯងអាចទៅក្រុមហ៊ុនស៊ីវធានម្ដងទៀតបានទេដើម្បីជួយពួកយើងសុំមុខរបររកស៊ីបន្ថែមទៀតលើកមុនក្រុមហ៊ុនស៊ីវធានមិនមែនបានផ្ដល់មុខរបររកស៊ីតម្លៃ30លានឲ្យយើងរួចហើយទេរឿងនោះវាឯងមើលចុះក្រុមហ៊ុនស៊ីវធានការវិនិយោគនៅក្នុងទីក្រុងលីនជាងបានលើសពី 10,000 លានទៅហើយគ្រាន់តែផ្ដល់ឲ្យយើង30លានតើវាមិនតិចពេកទេអីហើយលោកយាយរបស់ឯងបាននិយាយហើយថាឲ្យតែឯងអាចសុំចំណែកកាន់តែធំពីក្រុមហ៊ុនស៊ីវធានមកបានថ្ងៃក្រោយម្ដាយរបស់ឯងក៏អាចទទួលបានកេរ្តិ៍អាករកាន់តែច្រើនដែរលោកពូខ្ញុំបាននិយាយយូរហើយថាខ្ញុំលែងលូកដៃពាក់ព័ន្ធនឹងរឿងគ្រួសារលីទៀតហើយ
ចំពោះរឿងអ្វីដែលពួកលោកចង់បានពួកលោកអាចទៅរកពួកគេដោយផ្ទាល់ទៅលីឈីងឈីងឯងនិយាយស្អីហ្នឹងអាចៅវាយម្នាក់នេះពិតជាធ្វើឲ្យខូចការអស់ហើយអាសាវ លោកចង់ធ្វើអីនឹងចេញទៅ លោកធ្វើអីហ្នឹងខ្ញុំជាពូរបស់ឈីងឈីងណាក្នុងនាមមានលោកពូដូចជាលោកខ្ញុំមានអារម្មណ៍ថាខ្មាស់អៀនណាស់លោកត្រឡប់ទៅប្រាប់លោកយាយវិញទៅថាខ្ញុំមិនសុំឲ្យគ្រូសាលីម្ដងទៀតឡើយណែឯង លឺនៅ ចៅស៊ូបានហើយបណ្ដោយឲ្យគាត់ត្រឡប់ទៅវិញទៅ អាលក់ចេញទៅ ចាំមើលទៅខ្ញុំមិនព្រមចប់ជាមួយឯងឡើយ បានហើយកុំខឹងអីខ្ញុំដឹងយូរហើយថាពួកគេមិនខ្វល់ពីមនោសញ្ចេតនាទេលើកនេះពួកគេគួរតែអស់ចិត្តហើយមែនទេមិនទេ ពួកគេនឹងនៅតែរកវិធីបង្កបញ្ហាទៀត បានហើយនាងនាំយាយជឿត្រឡប់ទៅសម្រាកមុនទៅមកនេះក្រុមហ៊ុនស៊ីវធានចាប់ពីពេលនេះទៅបដិសេធរាល់កិច្ចសហការទាំងអស់ជាមួយគ្រូសាលីយាយជឿ ចុះយាយជឿទៅណាហើយមិនមែនយាយជឿនៅជាមួយបងទេយាយជឿយាយជឿកុំទៅចោលម៉ាក់ តើពេលនេះគួរធ្វើដូចម្តេចទៅ មិនអីទេពួកយើងប្រកាសជារកយាយជឿឃើញមិនខាន គ្មានទេគ្មានទេឡមានរឿងអីលោកពូប្រាប់ថាដឹងថាសៀវយាយជឿនៅឯណាគាត់ប្រាប់ឲ្យយើងប្រញាប់ត្រឡប់ទៅផ្ទះភ្លាមចុះសៀវយាយជឿនៅឯណា សៀវយាយជឿត្រូវបានខ្ញុំនាំទៅកន្លែងមួយដែរមានសុវត្ថិភាពហើយ តើលោកចង់ធ្វើអី ខ្ញុំស្មានតែគ្រាន់តែបានធ្វើជាជំនួយការរបស់ឈិនធានហឺធ្វើឲ្យពួកឯងមិនដាក់គ្រូសាលីក្នុងកែវភ្នែកសោះមែនទេហាហាមានពីអីក៏និយាយត្រង់មកខ្ញុំឲ្យចៅរិនប៊ីន តាមពិតទៅពួកយើងគ្រាន់តែចង់បានពីក្រុមហ៊ុនហុងស៊ូនៅចំណែកកិច្ចសហការកាន់តែច្រើនចំណែកកិច្ចសហការខ្ញុំធានាថាពួកឯងនឹងបានជួបសៀវយាយជឿភ្លាមមើលទៅពួកលោកនៅតែមិនបារម្ភពីសុវត្ថិភាពកូនស្រីសោះមែនទេល្អខ្ញុំយល់ព្រមតាមលោកហើយពេលនេះអាចប្រាប់ខ្ញុំបានឬនៅថាសៀវយាយជឿនៅឯណាឲ្យប្រាកដនេះជារោគពីរបស់មនុស្សមកអង្វរគេ លោកពូពួកយើងបានយល់ព្រមតាមលោកហើយតើខ្ញុំចង់ឲ្យវាលុតជង្គង់ចុះអង្វរខ្ញុំល្អខ្ញុំលុតជង្គង់លោកពូខ្ញុំសូមអង្វរលោកជួយប្រាប់ខ្ញុំមកថាកូនស្រីខ្ញុំនៅឯណាឲ្យប្រាកដហាហាហាអំបញ្ញមិញនៅពេលដែលឯងជន់ឆ្លេខ្ញុំនៅក្រោមបាតជើងតើធ្លាប់គិតដល់នីតិនេះទេលោកប្រធានចៅស៊ូគេបានលុតជង្គង់ចុះហើយតើលោកប្រញាប់ប្រាប់ខ្ញុំមកថាយាយជឿនៅឯណាឲ្យប្រាកដខ្ញុំមានអារម្មណ៍ថានៅក្នុងចិត្តមិនសូវស្រួលសោះណាខ្ញុំមើលទៅឯងប្រហែលជាមិនចង់រកកូនស្រីឯងឃើញវិញទេដឹងចៅស៊ូបងនៅតែមិនបារម្ភពីសៀវយាយជឿទេលោកតាឈិនអំបញ្ញមិញបានទូរស័ព្ទមកប្រាប់ខ្ញុំថាសៀវយាយជឿត្រូវបានពួកគេចាប់ខ្លួនយកទៅបាត់ហើយពេលនេះបានទៅដល់ក្រុមហ៊ុនស៊ុនហ្វុងហើយថ្ងៃក្រោយទៅចាំជួបគ្នាឯងចង់ធ្វើអីនឹងកុំប្រើហិង្សាណាឯងខ្ញុំប្រាប់ពួកឯងឲ្យដឹងចាប់ពីពេលនេះទៅក្រុមហ៊ុនស៊ីវធាន
អូយប្រញាប់ប្រញ័រធ្វើស្អីនឹងមើលឲ្យច្បាស់បន្តិចទីនេះជាក្រុមហ៊ុនស៊ីវធានណាមិនមែនជាកន្លែងដែលមនុស្សគ្រប់គ្នាចង់ចូលក៏ចូលបាននោះទេពួកយើងមករកលោកប្រធានក្រុមប្រឹក្សាភិបាលឈិនមានការប្រញាប់ណាស់អ្នកដែលមកទីនេះគ្រប់គ្នាសុទ្ធតែនិយាយថាមករកលោកប្រធានឈិនទាំងអស់នឹងខ្ញុំគិតថាមិនមែនគ្រប់រឿងទាំងអស់សុទ្ធតែត្រូវទៅរំខានគាត់ទើបអាចដោះស្រាយបាននោះទេស្រីស្អាតទាំងពីរនាក់កុំប្រញាប់អីណាមានរឿងអីអាចប្រាប់មកបងប្រុសសិនម្នាក់នេះបានតើចៅស៊ូអាម្នាក់នេះសម្ដីសម្ដៅថោកទាបចង់មកកេងចំណេញលើបងស្រីខ្ញុំណាទីនេះជាក្រុមហ៊ុនស៊ីវធានមិនមែនជាកន្លែងដែលឯងមកបង្កចំនួនផ្ដេសផ្ដាសឡើយប្រធានផ្នែកទីផ្សារលីឈុនកាលពី3ឆ្នាំមុនផ្ដើមចេញពីបុគ្គលិករត់ការតូចតាចម្នាក់រហូតឡើងបានធ្វើជាប្រធានផ្នែកទីផ្សារខ្ញុំនិយាយមិនខុសទេមែនទេតើឯងជាអ្នកណាឯងអាចទៅផ្នែកធនធានមនុស្សដើម្បីរៀបចំលិខិតឈប់ពីការងារបានហើយនេះជាបំណងរបស់លោកប្រធានឈិនអូយហាក្មេងម្នាក់នេះមើលចុះហាម៉ាក់សុទ្ធតែរៀនចេះអស់ហើយសូមអរគុណលោកតាឈិនសៀវយាជឺថ្ងៃក្រោយទៅត្រូវចងចាំទុកមកលេងលោកតាបាសញឹកញាប់ណាចាស់ឈីងឲ្យម៉ាក់និងលោកយាយរបស់ឯងពិតជាមិនដឹងថាលោកពូរបស់ឯងហ៊ានធ្វើរឿងដែលអំមនុស្សធម៌បែបនេះសោះឡើយណាមានពាក្យអីក៏និយាយត្រង់មកចុះឈីងមិនមែននាងមានទំនាក់ទំនងល្អជាមួយលោកប្រធានឈិនទេនាងជួយប្រាប់លោកតាឈិនពីរឿងកិច្ចសហការបន្តិចទៅមើលគ្មានការអីទៀតទេណែមិនក៏នាងនិយាយសម្ដីបែបនេះជាមួយម៉ាក់ឯងអញ្ចឹងនេះចង់បោះបល់ហើយមែនទេឯងវៃសាវលោកមានស្រីស្អាតមានប្តីហើយម្នាក់តាមកំដរយ៉ាងធំដុំបែបនេះបើអញ្ចឹងតើខ្ញុំគួរធ្វើដូចម្តេចទៅតើមិនមែនឯងចិត្តភ្ជាប់ពាក្យហើយទេឪពុកខ្ញុំចង់ភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារវាំងប៉ុន្តែក្រុមហ៊ុនលីអាចផ្ដល់ផលប្រយោជន៍ធំជាងគ្រួសារវាំងទៅទៀតដូច្នេះមុននឹងភ្ជាប់ពាក្យត្រូវដណ្ដើមលីឈីងឲ្យបានសិននៅមានអីទៀតពិតណាស់គឺត្រូវវាយលុកពីកន្លែងដែលទន់ខ្សោយបំផុតអូយដើមមិនចេះមើលផ្លូវទេអីលោកស្រីគឺជាម្ដាយរបស់លីហ្វីងជៀនមែនទេខ្ញុំឈ្មោះវ៉ៃហាវឆឹងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហាវឆឹងអូគឺលោកប្រធានវ៉ៃសោះមើលចុះខ្ញុំចំណាំមិនបានសោះអំបញ្ញមិញសម្ដីខ្ញុំរៀងធ្ងន់បន្តិចហើយសូមកុំប្រកាន់អីណាមិនអីទេថ្ងៃនេះខ្ញុំមកទីនេះគឺចង់ឲ្យលោកស្រីជួយណែនាំឲ្យស្គាល់លោកយាយចាស់ត្រកូលលីបន្តិចតោះអញ្ជើញទៅសូមអញ្ជើញតាមខ្ញុំមកខាងនេះម៉ាក់គឺលោកម្នាក់នេះគឺលោកប្រធានវ៉ៃនៃក្រុមហ៊ុនហាវឆឹងសួស្ដីលោកយាយលីសួស្ដីថ្ងៃនេះខ្ញុំមកទីនេះគឺចង់មកជែកជាមួយគ្រួសារលីពីរឿងកិច្ចសហការចាស់អញ្ជើញមិនដឹងថាលោកប្រធានវ៉ៃចង់សហការរបៀបណាដែរមុននឹងនិយាយពីរឿងសហការខ្ញុំសូមលើកឡើងនៅលក្ខខណ្ឌ2ទី1រវាងក្រុមហ៊ុនហាវឆឹងនិងក្រុមហ៊ុនស៊ីវធានអាចរើសបានតែមួយប៉ុណ្ណោះប្រសិនបើចង់សហការជាមួយក្រុមហ៊ុនហាវឆឹងរបស់យើងគឺត្រូវតែដកខ្លួនចេញទាំងស្រុងពីក្រុមហ៊ុនស៊ីវធាននៅរាល់គម្រោងទាំងអស់បានប៉ុន្តែពួកយើងត្រូវការឲ្យលោកយល់ព្រមយ៉ាងហោចណាស់ក្នុងរយៈពេល3ឆ្នាំត្រូវមានប្រាក់ចំណេញ100លានក្នុងមួយឆ្នាំហាគ្មានបញ្ហាទេរឿងតូចតាចសោះទី2ខ្ញុំធ្លាប់បានជួបកូនស្រីរបស់លោកស្រីគឺឈីងតែម្ដងគត់ប៉ុន្តែធ្វើឲ្យខ្ញុំនឹកគិតមិនភ្លេចឡើយសង្ឃឹមថាលោកស្រីទាំងអស់គ្នានឹងជួយបំពេញបំណងនេះបាននាងគឺជាចៅស្រីរបស់ខ្ញុំនាងបានរៀបការរួចហើយណាខ្ញុំដឹងហើយហេតុនេះទើបចង់ឲ្យអ្នកទាំងអស់គ្នាជួយសម្រួលដល់ខ្ញុំរឿងនេះប្រសិនបើលក្ខខណ្ឌមួយនេះអញ្ចឹងលក្ខខណ្ឌទី1ក៏មិនចាំបាច់និយាយគ្នាដេញដោលទៀតដែរអូយលោកប្រធានវ៉ៃចាំបន្តិចសិនខ្ញុំយល់ព្រមតាមលក្ខខណ្ឌរបស់លោកទាំងអស់ចំពោះខាងឈីងវិញទោះបីជាត្រូវចាប់ចងនាងក៏ដោយ
ខ្ញុំក៏ប្រកាសជាបញ្ជូននាងទៅដល់ភូមិគ្រឹះលោកឲ្យបានដែរបើអញ្ចឹងសូមជូនពរឲ្យគ្រួសារលីននិងត្រកូលវ័យរបស់យើងលោកប្រធានវ័យធ្វើដំណើរតាមសម្រួលណា ម៉ាក់នេះគឺជាឱកាសដ៏ល្អសម្រាប់ឲ្យគ្រួសារលីយើងរុងរឿងហើយណា ឈីងនាងជាស្រីមានប្តីរួចទៅហើយ លោកប្រធានវ័យចាប់អារម្មណ៍លើនាងគឺជាសំណាងរបស់នាងហើយឆ្លៀតឱកាសនេះជួយធ្វើចំណែកខ្លះដល់គ្រួសារលីយើងទៅណែកូនស្រីឯងក៏ជាស្រីមានប្តីរួចទៅហើយដែរតើហេតុអីមិនឲ្យកូនស្រីឯងទៅណែឯង កូនស្រីខ្ញុំមិននឹងមានលក្ខណៈសម្បត្តិទៅប្រៀបនឹងឈីងបានទៅឲ្យតែលោកប្រធានវ័យចាប់អារម្មណ៍លើកូនស្រីខ្ញុំនឹងប្រញាប់បញ្ជូននាងទៅភ្លាមហឹសបានហើយគ្រួសារលីយើងទោះបីជាធ្លាក់ខ្លួនយ៉ាងណាក៏ដោយក៏មិនដល់ថ្នាក់លក់កូនលក់ចៅដែរម៉ាក់និយាយអញ្ចឹងក៏ត្រូវហើយប៉ុន្តែរវាងលោកប្រធានវ័យនិងលោកម្ចាស់យានអ្នកណាក៏ល្អជាងអាស្រ័យក្រៅម្នាក់នោះដែរមែនទេត្រូវអត់ខ្ញុំក៏មានន័យអញ្ចឹងដែរបងស្រីបងស្គាល់វ័យហៅឆឹងមែនទេធ្លាប់ជួបគ្នានៅលើតុអាហារម្ដងដែរមានរឿងអីមែនទេថាចង់បញ្ជូនបងទៅឲ្យវ័យហៅឆឹងស្អីគេម៉ាក់អើយឈីងមិនក៏ឯងត្រឡប់មកវិញលឿនម្លេះពួកគាត់ពិតជាចង់បង្ខំខ្ញុំឲ្យទៅរកវ័យហៅឆឹងមែនទេឈីងឯងរៀបការរួចទៅហើយពួកយើងមិននឹងអាចរុញឯងទៅរកបរិសផ្សេងបានទៅប៉ុន្តែត្រកូលវ័យគឺជាអ្នកមានទ្រព្យសម្បត្តិលេខ2ប្រចាំទីក្រុងលៀនជាងណាបើអាចរស់នៅជាមួយលោកប្រធានវ័យបានថ្ងៃក្រោយទៅមិនបាច់ហត់នឿយខ្លាំងបែបនេះទេខ្ញុំរៀបការរួចហើយទោះជាលោកប្រធានវ័យឬលោកម្ចាស់ណាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរពួកគាត់គ្មានសិទ្ធិមកបង្ខំខ្ញុំទេយីមីក្មេងម្នាក់នេះមិនក៏ឯងនិយាយសម្ដីបែបនេះជាមួយចាស់ទុំអញ្ចឹងហ៊ាននិយាយសម្ដីបែបនេះដាក់ប្រពន្ធខ្ញុំផងចង់ងាប់មែនទេខ្ញុំគ្រាន់តែចង់ឲ្យនាងនិយាយជាមួយលោកយាយស្រួលបួលប៉ុណ្ណោះសម្ដីដែលត្រូវនិយាយខ្ញុំបាននិយាយអស់ហើយទោះជាទន្សាយស្លូតបូតបើខឹងក៏ចេះខំមនុស្សដែរឯងផ្អែកលើកម្លាំងសមត្ថភាពក្រុមហ៊ុនស៊ីធានរបស់យើងពេលនេះតើអាចទល់នឹងក្រុមហ៊ុនហៅឆឹងបានកម្រិតណាគឺខូចខាតទាំងសងខាងតើនឹងត្រូវខូចខាតអស់ប៉ុន្មានយ៉ាងហោចណាស់ក៏ 40% ដែរប៉ុន្តែឲ្យតែជាបំណងរបស់លោកម្ចាស់វ័យក្មេងទោះបីជាត្រូវលះបង់ក្រុមហ៊ុនស៊ីធានទាំងមូលក៏ដោយខ្ញុំក៏មិនស្ដាយក្រោយដែរលោកប្រធានឈិនការខូចខាត 40% គឺមានឥទ្ធិពលធំធេងណាស់សម្រាប់យើងវានឹងរារាំងដល់ការអភិវឌ្ឍទៅថ្ងៃមុខរបស់ក្រុមហ៊ុនស៊ីធានយកបែបនេះចុះល្អរឿងនេះពួកឯងគិតគូរថាគួរធ្វើយ៉ាងម៉េចទៅបាទនេះមិនមែនជារូបលោកប្រធានវ័យទេយ៉ាងម៉េចមកយកលុយមកជូនខ្ញុំទៀតហើយហ៎ចៅស៊ូឯងកុំគិតថាអាងខ្លួនឯងជាជំនួយការរបស់ឆិនធានហឺហើយខ្ញុំមិនហ៊ានប៉ះពាល់ឯងឲ្យសោះខ្ញុំប្រាប់ឯងឲ្យដឹងយកល្អឯងគួរតែប្រញាប់ចាក់ចេញពីឈីងទៅចុះបើខ្ញុំប្រាប់ថាទេនោះចេញទៅធ្វើអីចូលទៅលោកគឺលោកចៅស៊ូមែនទេខ្ញុំគឺចៅស៊ូលោកជប់សង្ស័យពីបទបង្កហិង្សាវីដំលើលោកវ៉ៃហាវថឹងសូមអញ្ជើញទៅជាមួយយើងចេញទៅលេងខ្ញុំភ្លាមពួកឯងចង់ធ្វើអីនឹងអាឡូលោកតាឈិនចៅស៊ូត្រូវបានប៉ូលីសចាប់ខ្លួនយកទៅបាត់ហើយលោកប្រធានវ៉ៃខានជួបគ្នាយូរហើយណាលោកតាឈិនឮថាមនុស្សម្នាក់នោះដែលបានវាយធ្វើបាបកូនប្រុសខ្ញុំគឺជាជំនួយការរបស់លោកមែនទេមិនខុសទេចុះយ៉ាងម៉េចដែរសង្ឃឹមថាលោកប្រធានវ័យនឹងមិនលូកដៃពាក់ព័ន្ធឡើយតើនេះមានន័យថាយ៉ាងម៉េចលោកកុំភ្លេចឲ្យសោះណាថាក្រុមហ៊ុនស៊ីធានរបស់លោកនិងគ្រួសារវ័យរបស់យើងនៅមានកិច្ចសហការអាជីវកម្មជាមួយគ្នាឡើយណាពិតមែនឬ
ដើម្បីតែជំនួយការម្នាក់សោះហ៊ានមកផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារវាយយើងផងវាបានវីធ្វើបាបកូនប្រុសខ្ញុំឲ្យរងរបួសខ្ញុំច្បាស់ជាត្រូវដាក់ទោសវាឲ្យខានតែបានលោកប្រធានវាយថាតើមនុស្សម្នាក់មានទោសឬអត់មិនមែនផ្អែកលើសម្ដីលោកម្នាក់ឯងនោះទេលោកប្រធានឌូមិនក៏លោកអញ្ជើញមកទីនេះដែរខ្ញុំជូនសៀវចៅវាបានវីកូនប្រុសខ្ញុំឲ្យរងរបួសណាស់បែរជាដោះលែងវាងាយបែបនេះឬពួកយើងបានពិនិត្យមើលវីដេអូសុវត្ថិភាពរួចរាល់ហើយគឺកូនប្រុសលោកជាអ្នកផ្ដាំប្រាហិង្សាមុនសោះចៅស៊ូគ្រាន់តែជាការការពារខ្លួនស្របច្បាប់ប៉ុណ្ណោះលោកប្រធានអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវឥតលំអៀងពិតជាគួរឲ្យកោតសរសើរមែនបើយ៉ាងនោះពួកយើងសុំលាទៅមុនហើយលាសិនហើយសូមអរគុណលោកតាឈិនប្រញាប់នាំចៅស៊ូត្រឡប់ទៅផ្ទះវិញទៅយកល្អពួកយើងចាក់ចេញពីទីក្រុងលីនជាងទៅពួកយើងក៏គ្មានវិធីផ្សេងដែរហេតុអីត្រូវចាក់ចេញត្រកូលវាយពួកគេមានអំណាចនិងឥទ្ធិពលធំណាស់ណាបងឯងមិនយល់អ្វីទាំងអស់ទេខ្ញុំមិនមែនតស៊ូតែម្នាក់ឯងនោះទេនៅពីក្រោយខ្នងខ្ញុំនៅមានភាពយុត្តិធម៌ជួយគាំទ្រជានិច្ចក្រុមហ៊ុនហាវឈឹងនេះមានក្រុមហ៊ុនបុតសម្ព័ន្ធសរុបចំនួន3ក្រុមហ៊ុនក្នុងនោះមាន2ក្រុមហ៊ុនជាប់សង្ស័យពីបទធ្វើបញ្ជីលុយកាក់คล้ายៗឯមួយក្រុមហ៊ុនទៀតក៏ធ្លាប់មានបញ្ហាសន្តិសុខធ្ងន់ធ្ងរដែរតែចុងក្រោយត្រូវបានត្រកូលវាយប្រាលុយដើម្បីបិទបាំងរឿងរ៉ាវទៅវិញរបស់ទាំងនេះបូករួមទាំងការរកឃើញអ្នកនៅពីក្រោយខ្នងចាត់ចែងភាគហ៊ុនរបស់យើងគឺគ្រប់គ្រាន់នឹងធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហាវឈឹងដួលរំបានហើយដល់ពេលនោះពួកយើងនឹងវីបបទ្វេដងមិនត្រឹមតែមិនរងការខូចខាតនោះទេថែមទាំងអាចឆ្លៀតឱកាសនេះរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀតផងល្អណាស់បើអញ្ចឹងចាត់ការតាមផែនការដែលបានគ្រោងទុកចុះច្បាស់ជាត្រូវធ្វើឲ្យក្រុមហ៊ុនហាវឈឹងរលីមិនខានតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហាវឆាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុតបាត់ទៅហើយមានការលក់ភាគហ៊ុនចេញយ៉ាងគំហុកឥតឈប់ឈរពេលនេះកំពុងស្ថិតក្នុងស្ថានភាពអាសន្នបិទផ្អាកការជួញដូរបណ្ដោះអាសន្នហើយហេតុអីបានជាតម្លៃភាគហ៊ុនចាប់ផ្ដើមដួលរលំគំហុកបែបនេះអូយប៉ាខ្ញុំប្រាប់ហើយថាឲ្យលោកប៉ាទុកចិត្តចុះពួកយើងក្រុមហ៊ុនហាវឈឹងរបស់យើងទើបតែទទួលបានគម្រោងថ្មីនៅតំបន់ទីក្រុងថ្មីតើមានកម្លាំងខ្លាំងក្លាបែបនេះលោកប៉ាសម្រាប់បានស្រួលបួលទៅគ្មានអ្នកណាហ៊ានមកធ្វើបាបកូនចៅគ្រួសារយើងបានឡើយសង្ឃឹមថាជាការពិតចុះទោះបីជាថ្មីនេះឯងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារលីក៏ដោយតែគ្រួសារលីបានផ្ដាច់កិច្ចសហការជាមួយក្រុមហ៊ុនស៊ីវធានរួចរាល់ហើយថ្ងៃក្រោយទៅគ្រួសារលីនិងគ្រួសារវ៉ាងនឹងរួមដៃគ្នាជានិច្ចត្រឹមតែក្រុមហ៊ុនស៊ីវធានតូចតាចមួយសោះហ៊ានមកផ្ដាច់កិច្ចសហការផងតើឯងបានលបលួចធ្វើការចរចាដូរអ្វីជាមួយគ្រួសារលីមែនទេប៉ាខ្ញុំធ្វើបែបនេះក៏ដើម្បីបង្ក្រាបក្រុមហ៊ុនស៊ីវធាននឹងហើយណាពេលវេលាមិនទាន់មកដល់ទេឯងកុំទាន់ឲ្យធ្វើឲ្យផ្អើលអីសោះណាលោកប្រធានវ៉ៃមានរឿងធំហើយក្រុមហ៊ុនមានរឿងហើយត្រឹមតែរយៈពេលខ្លីសោះក្រុមហ៊ុនហាវឈឹងស្ទើរតែត្រូវរលាយបាត់ទៅហើយក្នុងនោះពួកវាបានព្យាយាមវីបបចំនួន2ដងដែរប៉ុន្តែត្រូវបានអ្នកចាត់ចែងភាគហ៊ុនរបស់យើងវីបង្ក្រាបទៅវិញទាំងអស់ហើយថែមទាំងខ្ញុំបានរកឃើញរឿងមួយដែលរឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតតើអ្នកណាជាអ្នកនៅពីក្រោយខ្នងតាមព្យាបាទក្រុមហ៊ុនហាវឈឹងរបស់យើងប្រញាប់បើកការប្រជុំក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្លាមត្រូវចាត់ការផ្ទៃក្នុងជាមុនសិនរួចសឹមស៊ើបអង្កេតទៅខាងក្រៅតាមក្រោយដាច់ខាតត្រូវតែស្វែងរកឲ្យឃើញថាអ្នកណាជាអ្នកបំផ្លាញក្រុមហ៊ុនហាវឈឹងរបស់យើងពួកគាត់កំពុងតែអង្គុយរង់ចាំនៅក្នុងបន្ទប់ប្រជុំអស់ហើយថែមទាំងនិយាយថាអីខ្លះហើយថែមទាំងម្ចាស់ភាគហ៊ុនទាំងនេះចង់យកភាគហ៊ុនទាំងអស់នៅក្នុងដៃរបស់ខ្លួនលក់ចេញទៅក្នុងទីផ្សារជួញដូរទាំងអស់បាត់ទៅហើយលើកនេះគ្មានវិធីណាអាចទប់ស្កាត់ការដួលរំបានឡើយពួកឯងនិយាយមើលឲ្យពួកឯងជួយមើលថែរក្សាសោះបែរជាធ្វើការមិនកើតពេលនេះខ្ញុំកំពុងតែរៀបចំកិច្ចសហការជាមួយគ្រួសារវ៉ាងយ៉ាងប្រញាប់ប្រញាល់
និងកំពុងតែដំណើរការគម្រោងការដ៏ធំបំផុតរបស់ក្រុមហ៊ុន Hao Cheng យើងណាពួកឯងចាំទុកឲ្យច្បាស់ណាហ៊ានមកក្បត់ក្រុមហ៊ុន Hao Cheng របស់យើងនៅក្នុងពេលនេះផងពួកយើងក៏មានទុក្ខលំបាកដែលមិនអាចជម្រាបបានដែរណាលោកប្រធានវាយកូនប្រុសរបស់លោកបានទៅបង្កចំនួនខុសមនុស្សគឺបានទៅប៉ះពាល់យុវជនម្នាក់ឈ្មោះចៅស៊ូហើយពួកយើងដកខ្លួនចេញនេះក៏ដោយសារតែរងការបង្ខំដែលគ្មានជំរឿផ្សេងដែរសោះប្រប្រាប់ខ្ញុំមកមើលតើមានមែនចៅស៊ូជាអ្នកមកគំរាមកំហែងពួកឯងមែនទេចាំបាច់អីត្រូវឲ្យគេមកគំរាមទៅគឺដោយសារតែគ្រួសារវាយរបស់លោកចិត្តត្រូវវិនាសទៅហើយពួកយើងមិនចង់មកធ្លាក់ខ្លួនរងគ្រោះថ្នាក់ជាមួយលោកនោះទេអូយលោកពូវ៉ាំងលោកអញ្ជើញទៅណាដឹងបងស្រីវ៉ាំងថ្ងៃត្រង់នេះទៅញ៉ាំបាយជាមួយគ្នាទេអូយប៉ាតើពួកគាត់កើតអីនឹងប៉ាហេប៉ាមិនក៏ប៉ាមកវាយខ្ញុំអញ្ចឹងតើអញបានទៅបង្កចំនួនរករឿងចៅស៊ូទៀតហើយមែនទេចៅស៊ូគ្រាន់តែជាជំនួយការម្នាក់របស់ឈិនធានហ៊ឺសោះតើប៉ាខ្ញុំទៅរករឿងវាតើមានបញ្ហាអីទៅហេអញគិតថារូបវាបើគ្រាន់តែជាជំនួយការធម្មតាម្នាក់សោះតើវាអាចមានសមត្ថភាពទៅចូលរួមពិធីជប់លៀងកម្រិតខ្ពស់បែបនោះបានដែរឬទេពេលនេះឯងត្រូវតែប្រញាប់ណាត់ជួបចៅស៊ូចេញមកឲ្យខ្ញុំភ្លាមខ្ញុំពិតជាមានអារម្មណ៍ថាអូយអាចៅស៊ូនេះរកពីធំម្លេះណាត់មិនចង់ចេញសោះយកបែបនេះចុះខ្ញុំឮថាឯងនិងកូនប្រុសខ្ញុំមានការយល់ច្រឡំនិងបង្កចំនួននឹងគ្នាបន្តិចបន្តួចជាដំបូងខ្ញុំសូមទោសឯងជំនួសកូនប្រុសខ្ញុំពួកឯងជាយុវជនដូចគ្នាទេតើយុវជនតែងតែមានចិត្តឆេវឆាវបន្តិចហើយហេតុនេះហើយខ្ញុំសង្ឃឹមថាពួកឯងអាចសម្រុះសម្រួលរំលាយការគុំគួនជាមួយគ្នាបានសើចមួយដងបំភ្លេចចោលរឿងរ៉ាវទាំងអស់ទៅសើចមួយដងបំភ្លេចចោលរឿងរ៉ាវទាំងអស់ទៅកូនប្រុសលោកជាអ្នកមកធ្វើបាបខ្ញុំមុនសោះហើយថែមទាំងដេញតាមព្យាបាទប្រពន្ធខ្ញុំពីក្រោយទៀតមិនដឹងថាលោកធ្វើជាឪពុកប្រដៅកូនចៅខ្លួនឯងបែបណាទេចៅស៊ូឯងជាកូនកញ្ចេះកាកសំណល់ស្អីទៅហ៊ានមកប្រើសម្ដីសម្ដៅបែបនេះដាក់ឪពុកខ្ញុំផងកាកសំណល់ស្អីទៅយកល្អឯងគួរតែពិនិត្យមើលខ្លួនឯងជាមុនសិនទៅថាខ្លួនឯងជាកាកសំណល់ស្អីឲ្យប្រាកដធ្វើអីនឹងនេះជាការពិតណាស់ឯងមិនមែនជាកូនបង្កើតរបស់ខ្ញុំទេគឺខ្ញុំបានរើសឯងមកចិញ្ចឹមពីមណ្ឌលកុមារកំព្រាសោះតើលោកប្រធានវាយពេលនេះតើលោកនៅចង់បន្តការពារផ្កាប់មុខដល់កូនចិញ្ចឹមដែលហ៊ានមកធ្វើបាបប្រពន្ធរបស់អ្នកដទៃទៀតដែរឬទេក្នុងនាមខ្ញុំបានចិញ្ចឹមបីបាច់វាឲ្យធំធាត់ឡើងមកអញ្ចឹងខ្ញុំគួរតែទទួលខុសត្រូវចំពោះទង្វើរបស់វាចៅស៊ូឯងកុំគិតថាអាងខ្លួនឯងមានឈិនធានហ៊ឺតាមជួយការពារនៅពីក្រោយខ្នងហើយពួកយើងគ្មានវិធីណាចាត់ការឯងបានឲ្យសោះណាក្នុងពេលដែលឯងនៅតែមិនដឹងខុសត្រូវបែបនេះនេះគឺជាលិខិតបញ្ជាក់សិទ្ធិភាគហ៊ុនស្របច្បាប់ម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់លោកបានផ្ទេរសិទ្ធិភាគហ៊ុនទាំងអស់មកឲ្យខ្ញុំរួចរាល់អស់ហើយបូករួមទាំងចំណែកភាគហ៊ុនដែលយើងប្រមូលបានពីទីផ្សារជួញដូរទៀតក្រុមហ៊ុនស៊ីវធានរបស់យើងពេលនេះក្តោបក្តាប់ភាគហ៊ុនក្រុមហ៊ុនហាវឈឹងបាន 46% ហើយគឺខ្ពស់ជាងចំណែកភាគហ៊ុន 42% ដែលលោកកំពុងតែមាននៅក្នុងដៃទៅទៀត
ចាប់ពីថ្ងៃនេះទៅខ្ញុំផ្លូវការចូលមកគ្រប់គ្រងក្រុមហ៊ុនហៅឈិនទាំងមូលឈិនធានហឺឯងនេះគឺជាភស្តុតាងដែលបញ្ជាក់ថាក្រុមហ៊ុនរបស់លោក